សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះយើងនឹងធ្វើការសម្រាយទៅកាន់រឿងថ្មីមួយទៀតដែលមានចំណងជើងថាឪពុកធម៌ឬក៏ Godfather រឿងនេះគឺជាប្រភេទរឿងបែបអក្រិតកម្មរបស់អាមេរិកដែលនិយមពីខ្សែជីវិតបែបបននៃការរស់នៅសកម្មភាពអាជីវកម្មនិងទំនាក់ទំនងផ្សេងៗដែលកើតឡើងរវាងក្រុមគ្រួសារម៉ាហ្វៀដ៏ធំមួយជាមួយនឹងក្រុមគ្រួសារម៉ាហ្វៀផ្សេងទៀតនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកដូច្នេះដើម្បីកុំឲ្យខាតពេលយូរនឹងចង់ដឹងថាតើមានបញ្ហាអ្វីខ្លះដែលកើតចេញពីការខ្វែងគំនិតគ្នារវាងក្រុមគ្រួសារម៉ាហ្វៀទាំងអស់នោះតោះយើងទៅមើលការសម្រាយខ្សែរឿងលម្អិតជាមួយនឹងadminទាំងអស់គ្នាខ្សែរឿងកើតឡើងនៅក្នុងឆ្នាំ1945នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកយើងឃើញថាមានមនុស្សប្រុសស្រីជាច្រើនអ្នកនឹងកំពុងតែប្រមូលផ្ដុំគ្នាចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់នារីម្នាក់ឈ្មោះតាកូនីដែលនាងត្រូវជាកូនស្រីបង្កើតរបស់មេក្រុមម៉ាហ្វៀដ៏មានឥទ្ធិពលមួយរូបឈ្មោះតាវីតូខូឡេអូនីវីតូឬក៏ដុនវីតូគឺជាម៉ាហ្វៀអាមេរិកដើមកំណើតអ៊ីតាលីនិងជាប្រមុខនៃក្រុមគ្រួសារខូឡេអូនីដែលគ្រប់គ្នាស្គាល់ព្រមទាំងហៅគាត់ថាជាលោកឪពុកធម៌នៅកន្លែងហ្នឹងមានសូមបញ្ជាក់អ្នកទាំងគ្នាបន្តិចពាក្យថាដុនត្រូវបានគេប្រើប្រាស់ភ្ជាប់ជាមួយនឹងឈ្មោះរបស់មេក្រុមម៉ាហ្វៀដ៏មានអំណាចណាមួយដែលពាក្យនេះសម្រាប់ពួកគេគឺមានន័យប្រហាក់ប្រហែលជាមួយនឹងពាក្យថាលោកពូជាទីគោរពត្រឡប់មកខ្សែរឿងរបស់យើងវិញក្នុងកំឡុងពេលដែលគ្រប់គ្នាកំពុងតែរំលែកសប្បាយនៅខាងក្រៅហ្នឹងដុនវីតូជាមួយនឹងកូនចិញ្ចឹមរបស់គាត់ឈ្មោះថាថមដែលមានតួនាទីជាមេធាវីប្រចាំគ្រួសារខូឡេអានីនេះវិញកំពុងតែនៅក្នុងបន្ទប់ស្ដាប់ការស្នើសុំជំនួយផ្សេងៗរបស់ភ្ញៀវកិត្តិយសដែលនេះគឺជាផ្នែកមួយនៃប្រពៃណីក្នុងពិធីអាពាហ៍ពិពាហ៍របស់ក្រុមគ្រួសារម៉ាហ្វៀអ៊ីតាលីភ្ញៀវដែលបានចូលរួមស្នើសុំជំនួយពីដុនវីតូមានតាំងពីពេទ្យសត្វតកែហាងនំលាក់និងលាក់ហើយប្រកាសណាស់បន្ទាប់ពីសំណើរបស់ពួកគេត្រូវបានបំពេញអ្នកដែលបានស្នើសុំជំនួយទាំងអស់ហ្នឹងត្រូវតែតបស្នងត្រឡប់មកកាន់គ្រួសារខូឡេអានីវិញនៅភាពស្មោះត្រង់និងត្រូវបំពេញការពំពោអ្វីមួយនៅថ្ងៃអនាគតប្រសិនបើចាំបាច់កលេចមកខាងក្រៅវិញកូនប្រុសពៅរបស់ដុនវីតូឈ្មោះថាម៉ៃខលជាវីរបុរសសង្គ្រាមដែលទើបតែត្រឡប់មកពីបំពេញកាតព្វកិច្ចប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី2ក៏បានមកដល់កម្មវិធីអាពាហ៍ពិពាហ៍បងស្រីរបស់ខ្លួនផងដែរម៉ៃខលបាននាំមើលស្រីរបស់គាត់ឈ្មោះថាខេមកជាមួយនឹងបានប្រាប់នាងអំពីប្រវត្តិក្រុមគ្រួសារក៏ដូចជាជីវភាពជាម៉ាហ្វៀរបស់ដុនវីតូឪពុករបស់គាត់ប៉ុន្តែម៉ៃខលបានធានាប្រាប់ទៅកាន់ខេថាគាត់គឺខុសគ្នាពីក្រុមគ្រួសាររបស់គាត់លើសពីនេះគាត់ក៏មិនមានគម្រោងណាមួយក្នុងការចូលរួមជីវភាពជាម៉ាហ្វៀជាមួយនឹងក្រុមគ្រួសាររបស់គាត់ដែរភ្លាមៗនៅពេលដែល Michael កំពុងតែបន្តនិយាយគ្នាជាមួយ K បងប្រុសបន្ទាប់របស់គាត់ឈ្មោះថា Fredo ដែលមើលទៅដូចជារឿងស្វឹងដែរតែហើយនឹងបានចូលមកកាត់និងបានណែនាំខ្លួនទៅកាន់ K បន្ទាប់មកខ្សែរឿងរបស់យើងក៏បានបន្តណែនាំឲ្យយើងស្គាល់ Sunny ដែលត្រូវជាបងប្រុសច្បងរបស់ Michael និងជាអ្នកដែលត្រូវស្នងតំណែងជាប្រមុខគ្រួសារ Corleone នៅពេលណាដែល Don Vito ត្រូវចូលនិវត្តន៍ក្រៅពីសញ្ញាបង្ការនៃក្រុមគ្រួសារ Corleone យើងក៏បានឃើញតារាចម្រៀងដ៏ល្បីល្បាញមួយរូបរបស់ Hollywood ឈ្មោះថា Johnny ក៏បានចូលរួមក្នុងកម្មវិធីនេះហើយគាត់ក៏ត្រូវជាកូនធម៌ម្នាក់របស់ Don Vito ផងដែរ Johnny មិនត្រឹមតែមកចូលរួមជាភ្ញៀវកិត្តិយសប៉ុណ្ណោះទេគេក៏មានបំណងមកសុំជំនួយពី Don Vito ឪពុកធម៌របស់គេដូចគ្នាដែលបានយំសោកបោកប្រានសុំឲ្យ Don Vito ជួយធ្វើយ៉ាងណាឲ្យគេអាចមានវត្តមានសម្ដែងជាតួអង្គឯកក្នុងខ្សែភាពយន្តមួយដែលគេជឿថានឹងផ្លាស់ប្ដូរអាជីពរបស់គេឲ្យកាន់តែល្បីល្បាញថែមទៀតហើយអ្វីដែលជាឧបសគ្គសម្រាប់គេនោះគឺអ្នកដឹកនាំរឿងមួយនេះបានបដិសេធមិនឲ្យគេចូលរួមក្នុងការសម្ដែង Don Vito បានសម្លុត Johnny ឲ្យជប់យំព្រមទាំងបានសន្យាថានឹងជួយគេដោះស្រាយបញ្ហាមួយនេះឲ្យបានជាដាច់ខាតបន្ទាប់ពីពិធីអាពាហ៍ពិពាហ៍របស់ Connie ត្រូវបានបញ្ចប់ Tom ដែលជាកូនចិញ្ចឹមក៏ដូចជាមេធាវីរបស់ Don Vito ក៏បានចាក់ចេញទៅកាន់ទីក្រុង Los Angeles ដើម្បីជួបគ្នាជាមួយនឹងបុរសម្នាក់ឈ្មោះថា Will ជាអ្នកដឹកនាំរឿងដែល Johnny កូនប្រុសធម៌របស់ Don Vito ចង់ចូលរួមសម្ដែងដើម្បីធ្វើការចរចាប៉ុន្តែ Will នៅតែបន្តបដិសេធដោយកំហឹងដោយសារតែគាត់គឺបានខឹងនឹងចងគំនុំជាមួយនឹង Johnny ដែលបានដេកជាមួយនឹងនារីម្នាក់ដែលត្រូវជាមិត្តស្រីរបស់គាត់នៅព្រឹកថ្ងៃបន្ទាប់ Will បានភ្ញាក់ពីគេងនៅក្នុងថ្លុកឈាមនៅបានឃើញក្បាលសត្វសេះដែលមានតម្លៃ$60,000របស់គាត់នៅលើគ្រែដែលវាគឺជាសញ្ញាព្រមានក៏ដូចជាការគំរាមពីក្រុមគ្រួសារ Corleone ហើយហេតុការណ៍មួយនេះបានធ្វើឲ្យ Will មានការតក់ស្លុតនិងភ័យរន្ធត់យ៉ាងខ្លាំងដូច្នេះហើយគាត់ក៏បានយល់ព្រមតាមសំណើរបស់ Tom ដោយបានអនុញ្ញាតឲ្យ Johnny ចូលរួមសម្ដែងក្នុងខ្សែភាពយន្តរបស់គាត់ភ្លាមៗតែម្ដងបន្ទាប់ពីការវិលត្រឡប់របស់ Tom គ្រួសារ Corleone ដែលដឹកនាំដោយ Don Vito ក៏បានជួបប្រជុំគ្នាជាមួយបុរសម្នាក់ឈ្មោះថា Virgil ជាឈ្មោះគ្រឿងញៀនជនជាតិទូគី Virgil បានស្នើសុំសហការគ្នាជាមួយ Don Vito ដោយឲ្យ Don Vito នឹងជាអ្នកគ្រប់គ្រងទៅលើផ្នែកហិរញ្ញវត្ថុនយោបាយនិងផ្នែកច្បាប់ដើម្បីឲ្យពួកគេអាចនាំចូលនិងចែកចាយថ្នាំញៀនប្រភេទ Heroin មកកាន់ទីផ្សារសហរដ្ឋអាមេរិកប៉ុន្តែនៅកន្លែងហ្នឹង Don Vito បានបដិសេធបើទោះជាបានដឹងថាអាជីវកម្មមួយនេះនឹងផ្ដល់ប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយក្រុមហេតុផលថាអ្នកច្បាប់និងអ្នកនយោបាយដែលគ្រួសាររបស់គាត់បានកសាងទំនាក់ទំនងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះច្បាស់ជាពិចារណាផ្ដាច់ការតាក់ទងជាមួយគាត់មិនខានឡើយបើសិនជាពួកគេដឹងថាគាត់ចូលរួមក្នុងអាជីវកម្មគ្រឿងញៀនមួយនេះក្រោយពីជំនួបរបស់ពួកគេត្រូវបានបញ្ចប់ Don Vito មានការសង្ស័យថា Virgil នឹងអាចនឹងងាកទៅសហការគ្នាជាមួយនឹងគ្រួសារម៉ាហ្វៀមួយទៀតឈ្មោះថាគ្រួសារ Tattaglia ដែលជាគូប្រកួតប្រជែងគ្រួសាររបស់គាត់ដូច្នេះហើយ Don Vito ក៏បានបញ្ជូនកូនចៅចំណិតរបស់គាត់ម្នាក់ឈ្មោះថា Luca ទៅកាន់ទីតាំងគ្រួសារ Tattaglia ដើម្បីធ្វើចារកម្មក្នុងការយកព័ត៌មានផ្សេងៗយកមកឲ្យគាត់មួយសន្ទុះក្រោយមក Luca បានទៅដល់ទីតាំងគ្រួសារ Tattaglia និងបានជជែកគ្នាជាមួយនឹងសមាជិកគ្រួសារម៉ាហ្វៀមួយនេះបានមួយសន្ទុះប៉ុន្តែជាអកុសល Luca មិនទាន់ទាំងបានយកព័ត៌មានស៊ីជម្រៅអ្វីផងហ្នឹងគាត់ក៏ត្រូវបានបាក់ពួកគ្រួសារ Tattaglia ធ្វើការវាយប្រហារដោយបានប្រើខ្សែរឹតករបស់គាត់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដងក្នុងពេលជាមួយគ្នានឹងដែរគ្រួសារ Tattaglia បានបញ្ជូនមនុស្សឲ្យទៅចាប់ចម្រិត Tom ដែលជាកូនចិញ្ចឹមរបស់ Don Vito ដើម្បីយកមកសួរនាំនៅកន្លែងរបស់ពួកគេផងដែរត្រឡប់ទៅដ
Don Vito ណោះវិញគាត់ក៏ត្រូវបានក្រុមគ្រួសារតាតាលីនឹងបញ្ជូនខមមិនកំភ្លើងដៃឆៅមកក្រំទៅធ្វើឃាតក្នុងកំឡុងពេលដែលគាត់កំពុងតែឈរទិញផ្លែឈើនៅក្នុងផ្សារមួយកន្លែងផងដែរហើយនៅក្នុងហេតុការណ៍នោះ Don Vito នឹងត្រូវបានខមមិនកំភ្លើងបាញ់ចំជាច្រើនគ្រាប់ដែលធ្វើឲ្យគាត់នឹងសន្លប់បាត់ស្មារតីសងតែម្ដងខ្សែរឿងមកកាន់ Tom យើងឃើញថាឥឡូវនឹង Tom ត្រូវបានគេនាំមកជួបគ្នាជាមួយនឹង Virgie ហើយវាដូចជាអ្វីដែល Don Vito បានសង្ស័យមែន Virgie គឺបានសហការគ្នាជាមួយនឹងគ្រួសារតាតាលីហើយមិនត្រឹមតែគ្រួសារតាតាលីតែមួយនោះទេប៉ុន្តែសូម្បីតែក្រុមគ្រួសារ Mafia ធំៗ4ផ្សេងទៀតក៏បានសហការគ្នាជាមួយនឹង Virgie ក្នុងការរកស៊ីទៅលើមុខរបរគ្រឿងញៀននេះផងដែរក្រោយពីបានស្ដាប់ការសន្ទនារបស់ Virgie យើងក៏បានដឹងថាមូលហេតុដែល Virgie ចាប់ Tom មកហ្នឹងគឺដើម្បីឲ្យ Tom ទៅនិយាយបញ្ចុះបញ្ចូល Sunny ឲ្យ Sunny នឹងយល់ព្រមរកស៊ីគ្រឿងញៀនជាមួយនឹងគេព្រោះតែ Virgie គេបានដឹងច្បាស់ណាស់ថានៅពេលដែល Don Vito បានស្លាប់ហ្នឹងអ្នកដែលត្រូវគ្រប់គ្រងការងារនៅក្នុងគ្រួសារ Corleone ហ្នឹងគឺជា Sunny នឹងឯង Tom បន្ទាប់ពីបានស្ដាប់ការបញ្ចុះបញ្ចូលរបស់ Virgie ហើយគេក៏បានឯកភាពហើយនៅពេលដែលត្រូវបាន Virgie ដោះលែងត្រឡប់មកវិញហ្នឹង Tom ក៏បានព្យាយាមនិយាយជាមួយនឹង Sunny ដែលបានប្រាប់ទៅកាន់ Sunny ថាបើសិនជា Don Vito ឪពុករបស់គេមានបញ្ហាអ្វីមួយបានន័យថាបើសិនជាគាត់អាចនឹងបាត់បង់ជីវិតក្នុងហេតុការណ៍ហ្នឹងគេចង់ឲ្យ Sunny នឹងយល់ព្រមតាមសំណើរបស់ Virgie ក្នុងការរកស៊ីជួយដកគ្រឿងញៀនជាមួយនឹងគេដែលលើកហេតុផលថាឥឡូវហ្នឹងគឺចិត្តឈានចូលដល់ឆ្នាំ1946ហើយគ្មាននរណាគេចង់បង្ហូរឈាមទៀតទេចំណែក Sunny គេហាក់ដូចជាមិនទាន់យល់ស្របចំពោះអ្វីដែល Tom បាននិយាយទេដោយសារតែគេនឹងគឺកំពុងតែរងចាំលទ្ធផលតាក់ទងជាមួយនឹងការជួយសង្គ្រោះអាយុជីវិតឪពុករបស់គេពីក្រុមគ្រូពេទ្យខ្សែរឿងមកកាន់មន្ទីរពេទ្យឯកជនមួយកន្លែងយើងឃើញថាឥឡូវហ្នឹង Michael កំពុងតែមកសួរសុខទុក្ខឪពុករបស់គេដោយសារតែ Don Vito គឺមិនទាន់ស្លាប់ទេគាត់ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតបានជោគជ័យ Michael បន្ទាប់ពីបានមកដល់ក្នុងមន្ទីរពេទ្យហ្នឹងគេពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែបានឃើញថាមន្ទីរពេទ្យហ្នឹងគឺស្ងាត់ជ្រាបតែម្ដងមិនមាននរណាម្នាក់នៅយាមកាមឪពុករបស់គេឡើយដូច្នេះហើយ Michael ក៏បានតាក់ទងតាមទូរស័ព្ទប្រាប់ទៅកាន់ Sunny ឲ្យបញ្ញាបញ្ជូនមនុស្សឲ្យមកជួយដោយសារតែខ្លាចថាអាចនឹងមានឃាតករមកតាមសម្លាប់ឪពុករបស់គេដល់ក្នុងមន្ទីរពេទ្យបន្ទាប់មក Michael ជាមួយនឹងកលៀននុបថាជាការម្នាក់ហ្នឹងក៏បានរុញឪពុករបស់គេយកទៅលាក់នៅក្នុងបន្ទប់ផ្សេងក្រោយពីយកឪពុករបស់គេយកទៅលាក់ស្រួលបួរហើយ Michael ជាមួយនឹងបរិសម្នាក់ទៀតដែលជាអ្នកមកសួរសុខទុក្ខឪពុករបស់គេដែរហ្នឹងក៏បាននាំគ្នាទៅឈរនៅមាត់ទ្វារធ្វើដូចជាអ្នកយាមយ៉ាងដូច្នោះដែររំពេញនោះគឺដូចជាអ្វីដែល Michael បានគិតចឹងគឺមានក្រុមឃាតករម៉ាឡាហ្នឹងបានជិះមកដល់នៅបានកន្លែងទៅឃើញថាមានអ្នកយាមនៅខាងមាត់ទ្វារហ្នឹងពួកគេក៏មិនហ៊ានធ្វើការវាយប្រហារទៅកាន់ Don Vito ទេគេក៏បានជិះឡានចាក់ចេញពីកន្លែងហ្នឹងបាត់ទៅបន្ទាប់ពីក្រុមខ្មាន់កំភ្លើងចេញទៅផុតបានបន្តិចយើងក៏បានឃើញថាក្រុមប៉ូលីសដែលដឹកនាំដោយមេប៉ូលីសម្នាក់ឈ្មោះតាម៉ាក៏បានមកដល់កន្លែងកើតហេតុបន្ទាប់ពីបានស្ដាប់អ្វីដែល Mark បាននិយាយគ្នាជាមួយនឹង Michael យើងក៏បានដឹងថាតាមពិតទៅគឺក្រុមរបស់ Mark ហ្នឹងឯងជាអ្នកដែលបានដេញក្រុមអ្នកការពារ Don Vito ចេញពីមន្ទីរពេទ្យហើយប្រកាសណាការដែល Mark ចាប់ក្រុមអ្នកការពាររបស់ Don Vito ចេញពីមន្ទីរពេទ្យយកទៅឃុំឃាំងហ្នឹងគឺមិនមែនជារឿងចាស់ដន់ទេប៉ុន្តែ Mark គឺជាប៉ូលីសពុករលួយដែលកំពុងតែធ្វើការឲ្យ Virgilនៅកន្លែងហ្នឹង Mark បានព្យាយាមបណ្ដេញក៏ដូចជាចាប់ Michael នឹងចេញពីមន្ទីរពេទ្យម្នាក់ទៀតប៉ុន្តែ Michael គេមិនព្រមទៅទេដោយសារតែគេថាទោះតែមានអ្នកមកជំនួសគេមានអ្នកមកការពារឪពុករបស់គេទើបគេព្រមចេញហើយ Mark ដោយសារតែខឹងជាមួយនឹងការរឹងទទឹងរបស់ Michael ដែលធ្វើឲ្យប៉ះពាល់ទៅដល់ផែនការនៃការធ្វើឃាត Don Vito របស់គេចឹងហើយគេក៏បានដាល់ចំកណ្ដាលមុខរបស់ Michael មួយដៃធ្វើឲ្យ Michael សន្លប់បាត់ស្មារតីនៅកន្លែងហ្នឹងទៅប៉ុន្តែសំណាងល្អខ្លាំងមែនតើ Sunny បានបញ្ជូន Tom ជាមួយនឹងក្រុមការងាររបស់គេដែលប្រដាប់ដោយអាវុធពេញដៃហ្នឹងគឺបានមកដល់កន្លែងហ្នឹងបានទាន់ពេលវេលា Tom មកប្រើចំណេះដឹងជាមេធាវីរបស់គេនឹងជួយសង្គ្រោះ Michael បន្ទាប់មកក៏បាននិយាយគម្រាមទៅកាន់ Mark ថាកាភ្លើងដែលក្រុមគ្នារបស់គេកំពុងតែកាន់ហ្នឹងគឺជាកាភ្លើងដែលមានអាជ្ញាប័ណ្ណហើយ Mark បន្ទាប់ពីបានឮចឹងគេដឹងច្បាស់ណាស់ថាបើទោះជាគេនៅកន្លែងហ្នឹងក៏ដោយក៏គេមិនអាចធ្វើអ្វីបានដែរចឹងហើយគេក៏បាននាំកូនចៅរបស់គេត្រឡប់ទៅវិញបាត់ទៅខ្សែរឿងមកកាន់មកពេលព្រឹកយើងឃើញថាឥឡូវហ្នឹង Michael បានមកដល់ផ្ទះរបស់គេវិញហើយបន្ទាប់ពីមកដល់ហ្នឹងគេក៏បានដឹងថា Sunny គេពិតជាខឹងចំពោះរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញហ្នឹងខ្លាំងមែនតើចឹងហើយគេក៏បានបញ្ជាទៅកាន់កូនចៅរបស់គេហ្នឹងឲ្យបាញ់សម្លាប់កូនប្រុសច្បងម្នាក់របស់គ្រួសារ Tattaglia ដើម្បីសងសឹកដែលទង្វើមួយនេះគឺវាបានដុតកម្ដៅចំនួនរវាងក្រុមគ្រួសារ Mafia Corleone ជាមួយនឹងក្រុមគ្រួសារ Tattaglia ឲ្យកាន់តែក្តៅឡើងផងដែរបន្តិចក្រោយមក Michael ជាមួយនឹង Tom ក៏បានចូលមកជួបគ្នាជាមួយនឹង Sunny ហើយពេលដែលបានជួបគ្នាហ្នឹង Sunny ក៏បានប្រាប់ទៅកាន់អ្នកទាំងពីរហ្នឹងថាឥឡូវហ្នឹង Virgil ជាមួយនឹងមេប៉ូលីសពុករលួយគឺ Mark ហ្នឹងបានលើកសំណាងក្នុងការជួបចរចាគ្នាជាមួយនឹងក្រុមរបស់ពួកគេដើម្បីបញ្ចប់ជម្លោះហើយអ្នកដែល Virgil ជាមួយនឹង Mark ចង់ឲ្យទៅអង្គុយស្ដាប់សំណើរបស់គេហ្នឹងគឺជា Michael តែម្ដង Sunny ជាមួយនឹង Tom ពីដំបូងគេមិនបានយល់ព្រមតាមសំណើរបស់ Virgil ទេដោយសារតែគេមិនចង់ឲ្យ Michael នឹងពាក់ព័ន្ធជាមួយនឹងបញ្ហាអាជីវកម្ម Mafia គ្រួសាររបស់ពួកគេប៉ុន្តែភ្លាមៗហ្នឹង Michael ក៏ស្រាប់តែបានស្ម័គ្រចិត្តក្នុងការចូលរួមដោយសារតែគេថាវាគឺជាឱកាសដ៏ល្អកម្ររកបានក្នុងការសម្លាប់ Virgil ក៏ដូចជាមេប៉ូលីស Mark ហ្នឹងដើម្បីបញ្ចប់បញ្ហារបស់ពួកគេខ្សែរឿងមកកាត់ទៅពេលយប់នៅថ្ងៃបន្ទាប់ Michael បានមកជួបគ្នាជាមួយនឹង Virgil ហើយនឹង Mark នៅក្នុងភោជនីយដ្ឋានមួយកន្លែងតាមការគ្រោងទុកហើយមុននឹងបានជួបគ្នានឹង Mark គេបានឆៃទៅលើខ្លួនប្រាណរបស់ Michael នឹងអស់ហើយរហូតទាល់តែគ្មានអាវុធទើបគេព្រមជួបបន្ទាប់ពីនិយាយចរចាជាមួយគ្នាបានមួយសន្ទុះក្រោយមក Michael ក៏បានសុំអ្នកទាំងពីរនឹងទៅបន្ទប់ទឹកដោយសារតែគេឈឺនោមតែមុននឹងឲ្យ Michael ទៅ Virgil នឹងក៏បានធ្វើការឆែកឆេរនៅលើខ្លួន
ខ្លួនប្រាណរបស់ Michael ម្ដងទៀតដើម្បីឲ្យប្រកាសថា Michael នឹងគឺមិនមានអាវុធអ្វីនៅលើរាងកាយរបស់គាត់ឡើយហើយបន្ទាប់ពីបានចូលមកដល់ក្នុងបន្ទប់ទឹក Michael ក៏បានព្យាយាមរាវរកកាភ្លើងដែលក្រុមការងាររបស់គេបានលាក់ឲ្យនៅខាងក្នុងនោះបន្ទាប់ពីយកកាភ្លើងរបស់គេបានហើយ Michael ក៏បានត្រឡប់មកវិញនិងបានដកកាភ្លើងនោះបាញ់សម្លាប់ Virgie ក៏ដូចជាបាញ់សម្លាប់ Mark ស្លាប់បបងជីវិតទាំងពីរនាក់នៅកន្លែងតែម្ដងមួយរយៈពេលកន្លងផុតទៅអាការៈរបស់ Don Vito ក៏បានធូរស្បើយចឹងហើយគាត់ក៏ត្រូវបានគេបញ្ជូនឲ្យមកសម្រាប់ព្យាបាលនៅគេហដ្ឋានរបស់គាត់វិញហើយបន្ទាប់ពី Don Vito បានមកដល់ភ្លាម Tom ក៏បានផ្ដល់ព័ត៌មានទាក់ទងជាមួយនឹងការស្លាប់របស់ Virgie ហើយនិង Mark ទៅឲ្យគាត់បន្ទាប់មក Sunny ក៏បានបន្តប្រាប់ទៅកាន់ឪពុករបស់គេថាគេនឹងគឺមានគោលបំណងក្នុងការបញ្ជូន Fredo បងប្រុសរបស់គេនឹងឲ្យទៅរៀនអំពីអាជីវកម្មកាស៊ីណូនៅទីក្រុង Las Vegas ក្រោមការការពាររបស់មេក្រុម Mafia ម្នាក់ទៀតដែលជាសម្ព័ន្ធមិត្តរបស់ពួកគេនៅទីនោះចំណែក Don Vito បន្ទាប់ពីបានស្ដាប់ការរៀបរាប់របស់អ្នកទាំងពីរនឹងហោហែមិនឮមាននរណាគេម្នាក់និយាយអំពីរឿងរបស់ Michael ហ្នឹងគាត់ក៏បានសួរថាតើ Michael គេទៅណាហើយភ្លាមៗបន្ទាប់ពីបានដឹងថា Michael ហ្នឹងឯងគឺជាអ្នកដែលបានសម្លាប់ Virgie ជាមួយនឹង Mark និងត្រូវបាន Sunny បញ្ជូនឲ្យទៅលាក់ខ្លួននៅប្រទេសផ្សេងមួយទៀតបាត់ទៅហើយហ្នឹង Don Vito គាត់ពិតជាមានអារម្មណ៍ថាសោកសៅខ្លាំងមែនទែនអញ្ចឹងហើយគាត់ក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហ្នឹងឲ្យចាក់ចេញពីបន្ទប់របស់គាត់ទៅនិយាយទៅ Don Vito គាត់ស្រឡាញ់ Michael ខ្លាំងមែនទែនតាំងពីដើមឡើយគាត់មិនដែលចង់ឲ្យ Michael ហ្នឹងមានទំនាក់ទំនងឬក៏ពាក់ព័ន្ធជាមួយនឹងអាជីវកម្មជា Mafia របស់គាត់ឡើយហើយគាត់ក៏ដូចជាសមាជិកនៃក្រុមគ្រួសារ Corleone ទាំងអស់គឺតែងតែមានមោទនភាពជាមួយនឹងងារជាវីរបុរសសង្គ្រាមរបស់ Michael កលេចមក Michael នៅវិញបន្ទាប់ពីបានគេចខ្លួនមកដល់ប្រទេសផ្សេងនិងបានរស់នៅក្រោមការការពាររបស់ក្រុមគ្រួសារ Mafia ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមគ្រួសារ Corleone បានមួយរយៈក្រោយមកគេក៏បានលងស្នេហ៍ជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ដែលនាងគឺជាកូនស្រីរបស់អ្នកភូមិដែលរស់នៅក្នុងតំបន់នោះហើយដោយសារតែមិនអាចទប់ចិត្តជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាងបាន Michael ក៏បានសម្រេចចិត្តចូលចែកចូលដល់ឪពុកម្ដាយរបស់នាងនិងបានរៀបការជាមួយគ្នានៅក្នុងប្រទេសនោះទៅខ្សែរឿងបានកាត់ត្រឡប់មកកាន់ Sunny គេបានមកជួបសួរសតុក Connie ដែលជាប្អូនស្រីរបស់គេដោយសារតែឥឡូវនេះនាងកំពុងតែមានផ្ទៃពោះហើយពេលដែលមកដល់ Sunny ក៏បានឃើញថា Connie ត្រូវបាន Carlo ប្តីរបស់គេនឹងវាយឡើងជាប់ភ្នែកដែលនេះគឺបានធ្វើឲ្យ Sunny នេះគឺខឹងខ្លាំងមែនទែនអញ្ចឹងហើយគេក៏បាននាំកូនចៅរបស់គេមកឡានទៅតាមវាយ Carlo ប្អូនថ្លៃរបស់គេនឹងវាយយកបាយឡើងទូកសាច់តែម្ដងនៅថ្ងៃបន្ទាប់ Carlo បានត្រឡប់មកផ្ទះរបស់គេវិញនិងនៅតែបន្តឆ្លោះគ្នាជាមួយនឹង Connie ដែលបានប្រើខ្សែក្រវ៉ាត់របស់គេនឹងវាយទៅកាន់ Connie ទាំងនាងមានផ្ទៃពោះទៀតផងហើយបន្តិចក្រោយមក Connie ក៏បានតាក់ទងតាមទូរស័ព្ទប្រាប់ទៅកាន់ Sunny បងប្រុសរបស់គេនឹងឲ្យមកជួយហើយបន្ទាប់ពីទទួលបានព័ត៌មានមួយហ្នឹង Sunny គេពិតជាខឹងខ្លាំងមែនទែនដោយសារតែទៅបដៅការពីម្សិលមិញហើយនឹងនៅមិនទាន់រៀងទៀតនៅតែហ៊ានវាយប្អូនស្រីរបស់គេអញ្ចឹងហើយគេក៏បានបញ្ញាឡើងឡានជិះទៅរក Carlo ដល់ផ្ទះរបស់គេតែម្ដង Sunny ដោយសារតែត្រូវបានគ្របដណ្ដប់ដោយកំហឹងខ្វះការពិចារណាហ្នឹងគេក៏បានជិះឡានមកតែម្នាក់ឯងដែលកូនចៅរបស់គេនឹងបានបើកឡានតាមពីក្រោយតែតាមអត់ទាន់ទេបន្តិចក្រោយមក Sunny ក៏បានបើកមកដល់ផ្លូវបត់ដើម្បីឡើងទៅកាន់ផ្លូវ highway ហើយនៅពេលដែលកំពុងតែតម្រង់ជួរបងលុយហ្នឹងគេក៏បានចូលអន្ទាក់របស់ក្រុម Mafia មកក្រុមទៀតនិងត្រូវបានក្រុម Mafia ទាំងអស់នោះធ្វើការបាញ់ប្រហារមកកាន់ឡានរបស់គេស្លាប់បបងជីវិតនៅកន្លែងហ្នឹងបាត់ទៅ Don Vito បន្ទាប់ពីបានទទួលដំណឹងតាក់ទងជាមួយនឹងការស្លាប់របស់ Sunny កូនប្រុសរបស់គាត់ហើយគាត់ក៏បានសម្រក់ទឹកភ្នែកដោយអារម្មណ៍ឈឺចាប់ប៉ុន្តែគាត់ក៏បានប្រាប់ទៅកាន់ Tom កូនចិញ្ចឹមរបស់គាត់ថាកុំឲ្យមាននរណាម្នាក់ដែលជាកូនចៅរបស់គាត់នឹងទៅសងសឹកជាមួយនឹងក្រុមដែលបានសម្លាប់ Sunny ឲ្យសោះដោយសារតែគាត់មិនចង់ឲ្យមានបញ្ហានៃការបង្ហូរឈាមនេះតទៅទៀតនោះទេលើសពីនេះគាត់ថែមទាំងបានបញ្ជាទៅកាន់ Tom ឲ្យរៀបចំជំនុំមួយរវាងគាត់ជាមួយនឹងប្រមុខទាំង5នាក់នៃក្រុមគ្រួសារ Mafia ធំៗនៅក្នុងទីក្រុង New York ដើម្បីបញ្ចប់បញ្ហារបស់ពួកគេទៀតផងទន្ទឹមគ្នានោះដែរភរិយារបស់ Michael នៅវិញក៏ត្រូវបានឃាតករនឹងដាក់គ្រាប់បែកចូលទៅក្នុងឡានរបស់ Michael ក្នុងគោលបំណងដើម្បីសម្លាប់ Michael ទេប៉ុន្តែក៏ត្រូវបានផ្ទុះភរិយារបស់ Michael នឹងស្លាប់បាត់បង់ជីវិតនៅក្នុងឡានតែម្នាក់ឯងបាត់ទៅខ្សែរឿងមកកាត់ត្រឡប់មកកាន់ Don Vito យើងឃើញថាថ្ងៃជួបប្រជុំរវាងគាត់ជាមួយនឹងប្រមុខនៃក្រុមគ្រួសារ Mafia ធំៗ5ទៀតនឹងក៏បានចូលមកដល់ក្នុងជំនួបរបស់ពួកគេប្រមុខនៃក្រុមគ្រួសារ Mafia ទាំងអស់នឹងគឺបានឯកភាពគ្នាក្នុងការបញ្ចប់បញ្ហាសង្គ្រាមបង្ហូរឈាមរបស់ពួកគេជាលទ្ធផល Don Vito បានឯកភាពក្នុងការរក្សាការពារនៅមុខរបរជួញដូរថ្នាំញៀនរបស់ប្រមុខនៃគ្រួសារ Mafia 5ផ្សេងទៀតជាថ្នូរជាមួយនឹងកូនប្រុសពៅរបស់គាត់គឺ Michael នឹងអាចត្រឡប់ចូលមកក្នុងប្រទេសអាមេរិកវិញបានដោយសុវត្ថិភាពនិងមិនមានទោសទណ្ឌអ្វីទាំងអស់មួយរយៈពេលកន្លងផុតទៅ Michael បានត្រឡប់មកផ្ទះរបស់គេវិញនិងបានមកជួបគ្នាជាមួយនឹង Kay ដែលជាសង្សារចាស់របស់គេហើយបន្ទាប់ពីបានជួបគ្នានឹងយើងឃើញថា Kay ឥឡូវនេះគេគឺជាគ្រូបង្រៀននៅក្នុងសាលាកុមារមួយកន្លែងហើយ Kay តាំងពីពេលដែល Michael បានរត់គេចខ្លួនទៅកាន់ប្រទេសផ្សេងហ្នឹងគេមិនដែលបបង់ចោលការទំនាក់ទំនងជាមួយនឹង Michael ទេគឺតែងតែព្យាយាមតាក់ទងជាមួយនឹង Michael ប៉ុន្តែមិនអាចតាក់ទងគ្នាបានលើសពីនេះនាងក៏មិនដែលមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកថ្មីម្នាក់ទៀតណាឡើយអ្នកទាំងពីរបន្តដើរបណ្ដានិយាយគ្នាបណ្ដាហើយបន្ទាប់ពីដើរបានមួយសន្ទុះក្រោយមក Michael ក៏បានសុំ Kay រៀបការជាមួយគ្នាពីដំបូង Kay ក៏ដូចជាស្ទាក់ស្ទើរប៉ុន្តែបន្ទាប់ពី Michael បានព្យាយាមបង្ហាញទឹកចិត្តរបស់គេម្ដងហើយម្ដងទៀត Kay ក៏បានយល់ព្រមរៀបការជាមួយនឹងគេនៅកន្លែងហ្នឹងទៅប្រហែលឆ្នាំបន្ទាប់ពី Michael ជាមួយនឹង Kay បានរៀបការជាមួយនឹងគ្នា Michael ក៏បានក្លាយទៅជាប្រមុខនៃគ្រួសាររបស់ Corleone ជំនួសឲ្យ Don Vito ដោយសារតែបងប្រុសបន្ទាប់របស់គេគឺ Fredo នឹងត្រូវបានគេចាត់ទុកថាមិនមានសមត្ថភាពក្នុងការដឹកនាំគ្រួសារបន្ទាប់ពីទទួលបានអំណាចក្រោមការណែនាំរបស់ Don Vito ឪពុករបស់គេ Michael ក៏បានចាប់ផ្ដើមចាត់ចែងការងារទៅឲ្យក្រុមការងាររបស់គេតាមផែនការដែលគេបានគ្រោងទុកក្រោយមក Michael ជាមួយនឹង Tom ក៏បានបន្តដំណើរមកកាន់ទីក្រុង Las Vegas ដើម្បីមកជួបគ្នាជាមួយនឹងបរិយាម្នាក់ឈ្មោះ Green ក្នុងគោលបំណងទិញយកភាគហ៊ុនរបស់ Green ទាំងអស់ដើម្បី
ក្រុមគ្រួសារ Corleone នឹងក្លាយជាម្ចាស់ទាំងមូលនៃអាជីវកម្មកាស៊ីណូនៅទីនោះ Michael បានជួបគ្នាជាមួយនឹង Fredo ដែលជាបងប្រុសបង្កើតនិងបានជួបគ្នាជាមួយនឹង Johnny តារាចម្រៀងតារាសម្ដែងដែលជាបងធွာរបស់គេ Michael បានប្រាប់ Johnny អំពីគោលបំណងនៃការដកខ្លួនចេញពីអាជីវកម្មប្រេងអូលីវរបស់គ្រួសារ Corleone ដើម្បីមកកាន់កាប់អាជីវកម្មកាស៊ីណូនៅទីក្រុង Las Vegas ទាំងមូលរបស់គេព្រមទាំងបានសុំឲ្យ Johnny នឹងចុះកងទ័រជាមួយនឹងពួកគេដើម្បីឲ្យ Johnny អាចមកសម្ដែងនៅក្នុងកាស៊ីណូរបស់ពួកគេនឹងក្នុងរយៈពេលយ៉ាងហោចណាស់ 5 ដងក្នុងមួយឆ្នាំដែលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Michael ក្នុងការទាញឲ្យមានមនុស្សមកលេងល្បែងនៅក្នុងកាស៊ីណូរបស់គេដោយសារតែគេនឹងច្បាស់ណាស់ថាមនុស្សដែលចូលចិត្តសប្បាយភាគច្រើនគឺជាអ្នកដែលចូលចិត្តលេងល្បែងដូចគ្នាបន្តិចក្រោយមក Greene ក៏បានចូលមកដល់ Michael បានចាប់ផ្ដើមនិយាយអំពីគោលបំណងរបស់គ្រួសារ Corleone ក្នុងការទិញយកភាគហ៊ុនរបស់ Greene ចេញពីកាស៊ីណូនិងអាជីវកម្មសន្តាគាររបស់គេដែលបន្ទាប់ពីលើអញ្ចឹង Greene គេខឹងខ្លាំងមែនទែនអញ្ចឹងហើយគេក៏បាននិយាយគំរាមទៅកាន់ Michael ថាគេអាចនឹងទៅសហការគ្នាជាមួយនឹងក្រុមគ្រួសារ Mafia ដទៃផ្សេងទៀតដើម្បីរក្សាតំណែងក៏ដូចជាភាគហ៊ុនរបស់គេឲ្យនៅដដែលព្រមទាំងទាត់ភាគហ៊ុនរបស់គ្រួសារ Corleone ឲ្យចេញពីសន្តាគារក៏ដូចជាកាស៊ីណូរបស់គេផងដែរលើសពីនេះ Greene ថាតបានរំលឹកគុណរបស់គេចំពោះការដែលគេនឹងបានយក Fredo បងប្រុសរបស់ Michael នឹងយកមកនៅជាមួយក្នុងកំឡុងពេលដែលក្រុមគ្រួសាររបស់ Corleone កំពុងតែមានបញ្ហាជាមួយនឹងក្រុមគ្រួសារ Mafia ផ្សេងទៀតប៉ុន្តែ Michael ក៏បានជន់ Greene ឡើងជាប់តែម្ដងដោយសារតែគេបានដឹងថា Greene នឹងគឺបានទះកាភ្លើងបងប្រុសរបស់គេនិយាយទៅគឺបានវាយបងប្រុសរបស់គេនៅកន្លែងសាធារណៈនៅអីចឹងណាដែលវាធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់ក្រុមគ្រួសារ Corleone ចំណែក Greene គេបានលើកហេតុផលថាការដែលគេទះកាភ្លើង Fredo នៅកន្លែងសាធារណៈហ្នឹងគឺដើម្បីតែឲ្យ Fredo មានវិន័យដើម្បីរៀនសូត្រអំពីអាជីវកម្មកាស៊ីណូតែប៉ុណ្្នឹងឯងរីឯ Fredo នៅកន្លែងហ្នឹងគេក៏បានចេញមុខនិយាយការពារចំពោះទង្វើរបស់ Greene ទៀតផងបន្ទាប់ពីឃើញអញ្ចឹង Michael ក៏មិនបាននិយាយអ្វីច្រើនទៀតដែរគេក៏បានបញ្ចប់ជំនួបជាមួយនឹង Greene និងបានប្រាប់ទៅកាន់ Greene ថាឲ្យពិចារណាចំពោះតម្លៃដែលគេបានឲ្យបន្ទាប់មកអ្នកទាំងអស់គ្នានឹងក៏បានប្របែកគ្នានៅកន្លែងហ្នឹងបាត់ទៅបន្តិចក្រោយមក Fredo ក៏បានចូលមកនិយាយគ្នាជាមួយនឹង Michael ម្ដងទៀតក្នុងគោលបំណងបញ្ចុះឲ្យ Michael នឹងឈប់ទិញយកភាគហ៊ុនរបស់ Greene ប៉ុន្តែនៅកន្លែងហ្នឹង Michael គឺបានផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនគេបាននិយាយត្រឡប់ទៅកាន់ Fredo ជាមួយនឹងទឹកមុខមឹងម៉ាត់និងពូពេញទៅដោយអំណាចថាគេពិតជាស្រឡាញ់ Fredo នឹងខ្លាំងមែនទែនដោយសារតែ Fredo គឺជាបងប្រុសរបស់គេប៉ុន្តែក៏មកគេឃើញតែ Fredo នឹងគឺទៅកាន់ជើងអ្នកដទៃម្ដងទៀតអសោះបើមិនចឹងទេកុំថាគេមិនបានប្រាប់សេរីមកកាត់ថ្ងៃបន្ទាប់យើងឃើញថាបន្ទាប់ពីបារីកាជាមួយគ្នា Michael ជាមួយនឹង K នឹងឥឡូវនឹងពួកគេមានកូនប្រុសម្នាក់ដែលមានអាយុប្រហែលជា3ឆ្នាំបាត់ទៅហើយ Michael បន្ទាប់ពីបានតម្លាក់ប្រពន្ធកូនរបស់គេនៅជាមួយម្ដាយរបស់គេហើយនឹងគេក៏បានមកជួបគ្នាជាមួយនឹង Don Vito ឪពុករបស់គេនៅកន្លែងហ្នឹង Don Vito បានធ្វើការបានស្មានប្រាប់ទៅកាន់ Michael ថាក្នុងរយៈពេលខាងមុខណាមួយនឹងច្បាស់ជាមានមេក្រុម Mafia ម្នាក់ដែលជាប្រមុខនៃក្រុមគ្រួសាររបស់មេក្រុម Mafia ទាំង5ហ្នឹងធ្វើការតាក់ទងមកកាន់ Michael ដើម្បីទៅជួបគេហើយជំនុំនោះគឺធ្វើឡើងដើម្បីទៅរៀបចំផែនការដើម្បីធ្វើគៀត Michael តែប៉ុណ្ណោះ Don Vito បានបន្តទៀតថាអ្នកណាក៏ដោយក្នុងចំណោមកូនចៅចំណិតរបស់ពួកគេដែលបានលើកសំណើនៃជំនុំមួយនេះមកកាន់ Michael អ្នកនោះហើយគឺជាអ្នកដែលបានក្បត់ជាមួយនឹងក្រុមគ្រួសារ Corleone របស់ពួកគេថ្ងៃមួយនៅពេលដែល Don Vito កំពុងតែលេងជាមួយនឹងចៅប្រុសរបស់គាត់ដែលត្រូវជាកូនប្រុសរបស់ Michael គាត់ក៏ស្រាប់តែបានគាំងបេះដូងនិងបានស្លាប់បាត់បង់ជីវិតនៅកន្លែងហ្នឹងទៅក្នុងកំឡុងពេលនៃពិធីបុណ្យសពរបស់ Don Vito គឺវាដូចជាអ្វីដែល Don Vito បានធ្វើការប៉ាន់ស្មានពិតប្រាកដមែនកូនចៅចំណិតម្នាក់របស់ Michael ដែលមានឈ្មោះថា Teso បានចូលមកជួបគ្នាជាមួយនឹង Michael និងបានលើកសំណើតាក់ទងជាមួយនឹងជំនួបរវាង Michael ហើយនិង Barzini ដែលជាប្រមុខនៃក្រុមគ្រួសារ Mafia ម្នាក់ក្នុងចំណោមប្រមុខក្រុមគ្រួសារ Mafia ទាំង5នាក់នៃទីក្រុង New York ចំណែកឯ Michael គេមិនបានប្រតិកម្មអ្វីភ្លាមៗជាមួយនឹងការលើកឡើងរបស់ Teso នោះទេគេបានយល់ព្រមតាមសំណើរបស់ Teso ក្នុងការជួបគ្នាជាមួយនឹងក្រុមគ្រួសារ Barzini តែរឿងបង្កើតថ្ងៃបន្ទាប់យើងឃើញថាឥឡូវនេះ Michael កំពុងតែនៅក្នុងព្រះវិហារជាមួយនឹង Connie បងស្រីរបស់គេដោយសារតែឥឡូវនេះគេបានយល់ព្រមជាមួយនឹង Connie ដែលជាបងស្រីរបស់គេនឹងក្នុងការទទួលយកកូនប្រុសរបស់នាងមកធ្វើជាកូនធွာក្នុងកំឡុងពេលដែល Michael កំពុងតែចូលរួមក្នុងកម្មវិធីមួយហ្នឹងយើងក៏បានឃើញថា Michael នឹងគឺបានចាត់ចែងឲ្យឃាតកររបស់គេទៅធ្វើឃាតប្រមុខនៃក្រុមគ្រួសារ Mafia ទាំង5នាក់ហ្នឹងស្លាប់បាត់បង់ជីវិតគ្មានសល់សូម្បីតែម្នាក់លើសពីនេះ Greene ដែលជាម្ចាស់ភាគហ៊ុនកាស៊ីណូនិងសន្តាគាររបស់ពួកគេនៅទីក្រុង Las Vegas ហ្នឹងក៏ត្រូវបាន Michael បញ្ជូនឃាតករឲ្យទៅសម្លាប់ស្លាប់បាត់បង់ជីវិតម្នាក់ទៀតផងដែរក្រោយពីបានចាត់ការ Mafia ដែលជាគូប្រជែងនៅខាងក្រៅរួចរាល់អស់ហើយ Michael ក៏បានចាប់ផ្ដើមចាត់ការនៅខាងក្នុងវិញម្ដងគេបានចាត់កូនចៅរបស់គេមកក្រុមឲ្យទៅចាប់ Teso ដែលជាជនក្បត់ហ្នឹងយកចូលទៅក្នុងឡានដើម្បីយកទៅបាញ់ចោលបន្ទាប់មក Michael ក៏បានណាត់ជួបគ្នាជាមួយនឹង Carlo ដែលត្រូវជាបងថ្លៃរបស់គេហ្នឹងដើម្បីសួរនាំ Michael សង្ស័យថាការស្លាប់របស់ Sunny បងប្រុសរបស់គេហ្នឹងគឺមានជាប់ពាក់ព័ន្ធជាមួយនឹង Carlo អញ្ចឹងហើយគេក៏បាននិយាយប្រាប់ទៅកាន់ Carlo ថាឲ្យ Carlo នឹងសារភាពទៅគេនឹងលើកលែងទោសឲ្យ Carlo ទាំងអស់តែម្ដងលើពីនេះ Michael ថាតបានសន្យាថានឹងមិនយកជីវិតរបស់ Carlo ឡើយដោយគ្រាន់តែដកតំណែងក៏ដូចជាមុខងារផ្សេងៗរបស់ Carlo ចេញពីគ្រួសារ Corleone តែប៉ុណ្្នឹងឯងចំណែក Carlo ដែលសារតែគ្មានជំរឿអ្វីផ្សេងនឹងហាក់ដូចជារោសម្ពាធចេញពី Michael ខ្លាំងដែរហ្នឹងគេក៏បានយកព្រមសារភាពថាគេពិតជាបានពាក់ព័ន្ធជាមួយនឹងការរៀបចំផែនការសម្រាប់ Sunny បងប្រុសរបស់ Michael ពិតប្រាកដមែនក្រោយពីទទួលបានចម្លើយសារភាពពី Carlo ហើយ Michael ក៏បានហុចសបត់យន្តហោះហ្នឹងឲ្យទៅកាន់ Carlo ដើម្បីឲ្យ Carlo នឹងចាក់ចេញពីទីក្រុង New York ប៉ុន្តែភ្លាមៗនៅពេលដែល Carlo បានចូលទៅដល់ក្នុងឡានដើម្បីរៀបចំចាក់ចេញពីកន្លែងហ្នឹងក៏ស្រាប់តែត្រូវបានកូនចៅរបស់ Michael ហ្នឹងរត់កសម្លាប់ពីខាងក្រោយស្លាប់បាត់បង់ជីវិតនៅខាងក្នុងឡានហ្នឹងបាត់ទៅក្រោយពីទទួលបានដំណឹងតាក់ទងជាមួយនឹងការស្លាប់របស់ Carlo ស្វាមីរបស់គេ Connie ក៏បានមកជួបគ្នាជាមួយនឹង Michael និងបាននិយាយស្ដីបន្ទោសទៅកាន់ Michael ចំពោះទង្វើរបស់គេនៅ
លើកន្លែងហ្នឹង Michael មិនបាននិយាយដោះសារអ្វីឡើយគេបានព្យាយាមនិយាយលួងទៅកាន់ Connie បន្ទាប់មកក៏បានប្រាប់ទៅកាន់កូនចៅរបស់គេនឹងឲ្យនាំ Connie ឡើងទៅខាងលើដើម្បីសម្រាកទៅភ្លាមៗបន្ទាប់ពី Connie ចេញទៅផុត K ក៏បានមកជួបគ្នាជាមួយនឹង Michael និងបានសួរបញ្ជាក់ថាតើអ្វីដែល Connie បាននិយាយហ្នឹងគឺជាការពិតឬក៏យ៉ាងណាប៉ុន្តែ Michael ក៏ស្រាប់តែបានច្រឡោតនិងបាននិយាយពាក្យសម្ដីខ្លាំងៗដាក់ទៅកាន់ K ថាកុំឲ្យមកសួរនាំតាក់ទងជាមួយនឹងអាជីវកម្មរបស់គេទៀតរំពេញនោះ Michael ក៏បានសម្រួលអារម្មណ៍និងបានកលេចមកនិយាយសុំទោសទៅកាន់ K និងបានប្រាប់ទៅកាន់ K ថាអ្វីដែល Connie និយាយនេះគឺមិនមែនជាការពិតទេគេមិនបានសម្លាប់ Carlo ដូចជាអ្វីដែល Connie បាននិយាយឡើយចំណែកឯ K នាងក៏មិនបានសួរនាំអ្វីបន្ថែមទៀតដែរនាងបានជឿជាក់ទាំងស្រុងទៅលើអ្វីដែល Michael បាននិយាយបន្តិចក្រោយមកកូនចៅរបស់ Michael ក៏បានចូលមកដល់ដូច្នេះហើយ K ក៏បានចាក់ចេញពីបន្ទប់មួយនឹងទុកឲ្យ Michael នឹងនៅជាមួយនឹងកូនចៅរបស់គេទៅហើយនៅពេលដែល K បានកន្លែងក្រោយដើម្បីមើល Michael នឹងក៏បានឃើញថាកូនចៅរបស់ Michael ទាំងអស់គឺកំពុងតែថាបដៃរបស់ Michael ដែលបញ្ជាក់ឲ្យឃើញថាឥឡូវហ្នឹង Michael បានក្លាយទៅជាមេក្រុម Mafia នៃគ្រួសារ Corleone មួយយ៉ាងពិតប្រាកដនិងបានក្លាយទៅជាលោកឪពុកធម៌ថ្មីដែលពោពេញទៅដោយអំណាចនិងឥទ្ធិពល Serial បានលេងត្រឡប់ទៅឆ្នាំ1901នៅក្នុងទីក្រុង Corleone នៃប្រទេសអ៊ីតាលីគឺគេលេងអំពីប្រវត្តិរបស់ Don Vito កាលពីពេលដែលគាត់នៅក្មេងកាលនោះឪពុករបស់ Don Vito គឺត្រូវបានមេក្រុម Mafia ក្នុងតំបន់ដ៏មានអំណាចម្នាក់ឈ្មោះថា CCO បានសម្លាប់ដោយសារតែពួកគេនឹងគឺមានចំនួនជាមួយគ្នានៅក្នុងពិធីហែសាកសពឪពុករបស់ Don Vito បងប្រុសរបស់គាត់នឹងគឺត្រូវបានកូនចៅរបស់ CCO សម្លាប់ស្លាប់ដល់បងជីវិតម្នាក់ទៀតម្ដាយរបស់ Don Vito បន្ទាប់ពីឃើញស្ថានភាពមិនសូវស្រួលនិងបារម្ភអំពីសុវត្ថិភាពរបស់ Don Vito ដែលជាកូនប្រុសនៅសល់តែមួយគត់របស់គាត់នឹងគាត់ក៏បាននាំ Don Vito ដែលពេលនោះមានអាយុប្រហែលជា9ឆ្នាំនោះទៅជួបគ្នាជាមួយនឹង CCO ដើម្បីសុំការលើកលែងប៉ុន្តែបើទោះជាម្ដាយរបស់ Don Vito នោះព្យាយាមបំយ៉ាងណាក៏ដោយក៏ CCO គឺអត់ព្រមលើកលែងឲ្យ Don Vito ដែរដោយសារតែគេខ្លាចថាពេលដែល Don Vito ធំទៅគឺអាចត្រឡប់មកសងសឹកគេវិញអញ្ចឹងហើយគេត្រូវតែសម្លាប់ផ្ដាច់ពូជតែម្ដងម្ដាយរបស់ Don Vito បន្ទាប់ពីលើអញ្ចឹងគាត់ក៏បានសម្រេចចិត្តទាញក្បិតមួយយកទៅជុំមកពងករបស់ CCO ដើម្បីទោសឱកាសឲ្យ Don Vito រត់ចាក់ចេញពីកន្លែងហ្នឹងហើយបន្ទាប់ពី Don Vito រត់ចាក់ចេញទៅផុតហ្នឹងម្ដាយរបស់ Don Vito ហ្នឹងក៏ត្រូវបានកូនចៅរបស់ CCO បាញ់ស្លាប់បងជីវិតម្នាក់ទៀតនៅកន្លែងបាត់ទៅបន្ទាប់ពីហេតុការណ៍មួយហ្នឹង Don Vito ត្រូវបានអ្នកភូមិនឹងជួយសង្គ្រោះដែលបាននាំគាត់ដាក់ចូលក្នុងផ្ទះមួយបន្ទាប់មកក៏បានដឹក Don Vito នឹងចេញពីភូមិបានដោយជោគជ័យមិនយូរប៉ុន្មាន Don Vito ក៏បានចាក់ចេញពីប្រទេសអ៊ីតាលីដែលបានធ្វើដំណើរតាមទូកជាមួយគេជាមួយឯងនឹងមកដល់ប្រទេសអាមេរិកនិងបានចុះឈ្មោះជាជនភៀសខ្លួនដែលប្រើឈ្មោះថា Vito Corleone ដែលតាមពិតទៅតកូលរបស់គាត់នឹងគឺមិនមែន Corleone ទេតកូលផ្សេងណាប៉ុន្តែដោយសារតែអ្នកចុះឈ្មោះនឹងគេមិនចង់សាំញ៉ាំច្រើនក៏បានយកឈ្មោះរបស់ទីក្រុងកំណើតរបស់ Vito នឹងយកមកដាក់ពីក្រោយអញ្ចឹងហើយបានជា Vito នឹងមានឈ្មោះថា Vito Corleone មកដល់សប្តាហ៍ថ្ងៃយ៉ាងដូចនេះ Serial បានកាត់មកដល់ឆ្នាំ1917នៅទីក្រុង New York សហរដ្ឋអាមេរិកដដែលទេ Don Vito កាលហ្នឹងគឺធំពីរូបពីរាងហើយគាត់ហ្នឹងគឺមានអាយុប្រហែលជា25ឆ្នាំគាត់បានរៀបការជាមួយនឹងប្រពន្ធបច្ចុប្បន្នរបស់គាត់និងមានកូនប្រុសម្នាក់គឺ Sunny ដែល Sunny កាលហ្នឹងទើបតែនៅជាកូនង៉ែតនៅឡើយទេកាលពីជំនាន់នោះ Don Vito ក៏ធ្វើការនៅក្នុងហាងលក់ទំនិញមួយកន្លែងដែលជាហាងមិត្តភក្តិឪពុករបស់គាត់ហើយគាត់ធ្វើការនៅកន្លែងហ្នឹងតាំងពីពេលដែលគាត់មកដល់អាមេរិកដំបូងនិយាយទៅតាំងពីពេលដែលគាត់មានអាយុ9ឆ្នាំប៉ុន្តែថ្ងៃមួយ Don Vito ក៏បានបាត់បង់ការងាររបស់គាត់ដែលធ្លាប់ធ្វើរាប់ឆ្នាំមកហើយហ្នឹងដោយសារតែមានមេក្រុម Mafia ក្នុងតំបន់ម្នាក់ឈ្មោះថា Funoshi បានយកក្មួយរបស់គេយកមកបង្ខំផ្ញើជាមួយនឹងម្ចាស់ហាងហើយម្ចាស់ហាងហ្នឹងដោយសារតែមិនមានជំរើសនិងមិនមានលទ្ធភាពទទួលបុគ្គលិក2នាក់ហ្នឹងគាត់ក៏បានសម្រេចចិត្តបញ្ឈប់ Don Vito ចាប់ពីពេលនោះទៅបន្ទាប់ពីបាត់បង់ការងារហើយនៅថ្ងៃមួយនៅពេលដែល Don Vito កំពុងតែអង្គុយញ៉ាំអាហារជាមួយនឹងភរិយារបស់គាត់ហ្នឹងក៏ស្រាប់តែមានអ្នកជិតខាងរបស់គាត់ម្នាក់ឈ្មោះថា Clemenza ដែលក្រោយមកហ្នឹង Clemenza ហ្នឹងគឺជាដៃគូ Mafia របស់គាត់រហូតដល់ពេលគាត់ចាស់ណាបានយកសម្ភារៈមកបាច់ហ្នឹងយកមកផ្ញើ Don Vito ហើយបន្ទាប់ពី Don Vito បានចូលទៅក្នុងបន្ទប់និងបានបើកមើលក៏បានឃើញថាសម្ភារៈទាំងអស់ហ្នឹងគឺជាកាភ្លើងនិយាយទៅសិតតែកាភ្លើងហ្មង Clemenza ហ្នឹងយកកាភ្លើងយកមកផ្ញើ Don Vito ដោយសារតែប្រហែលជាមានគេចូលមកចែកជេរផ្ទះរបស់គាត់ឬក៏យ៉ាងម៉េចយើងមិនដឹងទេនៅកន្លែងហ្នឹងណារយៈពេល2ថ្ងៃកន្លងផុតទៅ Clemenza ក៏បានមកជួបគ្នាជាមួយ Don Vito ម្ដងទៀតនិងបានសុំយកសម្ភារៈរបស់គេត្រឡប់ទៅវិញហើយ Don Vito ក៏មិនឲ្យគេធ្ងន់មាត់អីដែរគាត់ក៏បានឲ្យសម្ភារៈរបស់គេនឹងត្រឡប់ទៅវិញទៅចំណែក Clemenza ដើម្បីជាការអរគុណទៅកាន់ Don Vito គេក៏បាននាំ Don Vito នឹងចូលទៅក្នុង apartment មួយចូលក្នុងផ្ទះល្វែងមួយកន្លែងណាហើយគេប្រាប់ថាហ្នឹងគឺជាផ្ទះមិត្តភក្តិរបស់គេប៉ុន្តែមិនមែនទេវាគឺជាផ្ទះដែលគេលួចចូលទៅទេហើយពេលដែលចូលទៅដល់ហើយហ្នឹងគេក៏បាននាំគ្នាលើកអាកាមេរ៉ាព្រំក្នុងផ្ទះហ្នឹងយកមកជូនប្រពន្ធរបស់ Don Vito ដែលតាមពិតទៅកាមេរ៉ាព្រំមួយហ្នឹងគឺ Clemenza នាំ Don Vito នឹងទៅលួចមកទេមិនផ្ទះមិត្តភក្តិគាត់អីទេហើយចាប់ពីពេលហ្នឹងតទៅ Don Vito ជាមួយនឹង Clemenza ហ្នឹងក៏បានសហការគ្នាធ្វើការរួមគ្នាដែលបានផលចំណេញមកគឺចែកគ្នាអញ្ចឹងណាហើយបន្ទាប់មកទៀតគេក៏បានសហការគ្នាជាមួយនឹងដៃគូថ្មីរបស់គេម្នាក់ទៀតឈ្មោះថា Teso ដែល Teso ហ្នឹងគឺជាជនក្បត់ដែលបានក្បត់ជាមួយនឹង Michael ហើយត្រូវបាន Michael សម្លាប់ចោលកាលពីវគ្គ1ការងាររបស់ Don Vito Clemenza ហើយនឹង Teso ហ្នឹងមិនមែនជាការងារសុចរិតអីទេពួកគេគឺទៅលួចសម្ភារៈរបស់គេនិយាយទៅលួចកៅអៅលួចអីរបស់គេបន្ទាប់មកយកទៅលក់បន្តហើយពេលដែលបានផលចំណេញមកគឺចែកគ្នាស្មើមិនយូរប៉ុន្មានការងាររកចំណូលរបស់អ្នកទាំង3នាក់ហ្នឹងក៏បានលើទៅដល់តិចរបស់មេក្រុម Mafia ក្នុងតំបន់គឺ Funoshi ដែលជាមេក្រុម Mafia ដែលបានធ្វើឲ្យ Don Vito បាត់បង់ការងារFunoshi បានមកជួបគ្នាជាមួយនឹង Don Vito និងបាននិយាយគម្រាមទៅកាន់ Don Vito ថាគាត់ហ្នឹងគឺបានដឹងថា Don Vito ជាមួយនឹង Clemenza ហើយនឹង Teso ហ្នឹងគឺបានទៅលួចកៅអៅរបស់គេយកមកលក់ហើយបានប្រាក់ចំណេញហ្នឹងចែកគ្នារហូតដល់$600ម្នាក់អញ្ចឹងហើយ
ហើយគាត់ចង់មានចំណាយទៅក្នុងនឹងដែរនិយាយទៅគាត់ទាររហូតដល់$200និយាយទៅម្នាក់ហ្នឹងត្រូវបង់ឲ្យគាត់ម្នាក់$200ជាចំណែកដែលគាត់ត្រូវបានបើមិនអញ្ចឹងទេគាត់នឹងប្តឹងប៉ូលីសឲ្យទៅចាប់អ្នកទាំង3នាក់ហ្នឹងចំណែក Don Vito គាត់មិនបានប្រកែកតវ៉ាអីជាមួយនឹង Funoshi ទេគាត់គ្រាន់តែសំទៅកាន់ Funoshi ថាគាត់នឹងចង់យកព័ត៌មានហ្នឹងទៅប្រាប់ដៃគូរបស់គាត់ពីអ្នកផ្សេងទៀតសិនមុននឹងប្រមូលលុយយកមកឲ្យ Funoshi ល្ងាចឡើង Don Vito បានជួបគ្នាជាមួយនឹង Clemenza ហើយនឹង Teso ដែលបានញ៉ាំអាហារជុំគ្នានៅផ្ទះរបស់ Don Vito ណាបន្ទាប់មកក៏បានប្រាប់អំពីព័ត៌មានហ្នឹងទៅកាន់អ្នកទាំងពីរនាក់ហ្នឹងហើយអ្នកទាំងពីរនាក់ហ្នឹងគ្រាន់តែឮថា Funoshi ចង់ប្រមូលលុយពីគេម្នាក់$200ហ្នឹងគេមិនមានតវ៉ាអីទេនិយាយទៅគេគឺព្រមបងយកតែម្ដងដោយសារតែពួកគេហ្នឹងគឺខ្លាចអំណាចរបស់ Funoshi ប៉ុន្តែ Don Vito មិនដូចជាអ្នកទាំងពីរនាក់ហ្នឹងទេគាត់បានប្រាប់ទៅកាន់អ្នកទាំងពីរនាក់ហ្នឹងថាគាត់មានមធ្យោបាយក្នុងការចរចាជាមួយនឹង Funoshi ចឹងហើយអ្នកទាំងពីរនាក់ហ្នឹងមិនបាច់បង់ឲ្យ Funoshi ហ្នឹងម្នាក់$200ទេគ្រាន់តែបង់មកឲ្យគាត់ម្នាក់$50មកចាំគាត់ជាអ្នកទៅនិយាយជាមួយនឹង Funoshi ស្អែកឡើង Don Vito បានមកជួបគ្នាជាមួយនឹង Funoshi ដែលកំពុងតែអង្គុយចាំគាត់នៅក្នុងហាងកាហ្វេហើយបន្ទាប់ពីម្ដងហ្នឹងគេក៏បានហុចលុយទៅឲ្យ Funoshi ប៉ុន្តែលុយដែលហុចឲ្យហ្នឹងគឺតែ$150ទេហើយ Funoshi ក៏នឹកឃើញថាលុយហ្នឹងមានតែ$150ហ្នឹងគេក៏បាននិយាយធ្វើជាសួរនាំទៅកាន់ Don Vito ថាហេតុអីបានជាឲ្យគេតែ150គេទាម្នាក់200បានន័យថាទាំងអស់គឺ600បានត្រូវប៉ុន្តែ Don Vito បាននិយាយចរចាជាមួយនឹង Funoshi ថាគាត់នឹងបង់ម្នាក់$200ហ្នឹងប៉ុន្តែឥឡូវហ្នឹងគាត់សុំបង់ម្នាក់តែ$50សិនព្រោះតែគាត់ហ្នឹងកំពុងតែមានបញ្ហារឿងលុយកាក់ហើយ Funoshi បន្ទាប់ពីឃើញថា Don Vito ហ្នឹងហ៊ាននិយាយចរចាជាមួយនឹងគេនៅពេលដែល Clemenza ហើយនឹង Teso ហ្នឹងមិនហ៊ាននិយាយជាមួយគេសូម្បីតែមួយម៉ាត់ហ្នឹងគេក៏ចាប់អារម្មណ៍ជាមួយនឹងភាពក្លាហានរបស់ Don Vito ចឹងហើយគេក៏បានប្រាប់ទៅកាន់ Don Vito ថាគេនឹងចង់ឲ្យការងារថ្មីទៅកាន់ Don Vito គឺការងារជាអ្នកប្រមូលលុយឲ្យគេនៅក្នុងតំបន់ហ្នឹងឯង Funoshi បានប្រាប់ទៅកាន់ Don Vito ថាឲ្យពិចារណាចំពោះការងារដែលគេបានផ្ដល់ឲ្យនឹងទៅហើយបន្ទាប់ពីនិយាយចប់ហ្នឹងគេក៏បានចាក់ចេញពីកន្លែងហ្នឹងនិងបានដើរសម្ដែងទៅផ្ទះរបស់គេវិញក្រោយពី Funoshi ចេញទៅផុត Don Vito ក៏បានឡើងទៅលើដំបូលផ្ទះនិងបានដើរតាមដំបូលផ្ទះហ្នឹងតាមឃ្លាំមើល Funoshi រហូតតាមផ្លូវនិងបានចូលទៅក្នុងផ្ទះ Funoshi មុនបន្ទាប់មកពេលដែល Funoshi បើកទ្វារចូលមកក្នុងផ្ទះហ្នឹង Don Vito ក៏បានយកកាភ្លើងរបស់គាត់ហ្នឹងបាញ់សម្ដៅទៅកាន់ Funoshi ប្រមាណគ្រាប់ធ្វើឲ្យគេស្លាប់ឲ្យបងជីវិតនៅកន្លែងហ្នឹងបាត់ទៅភ្លាមៗបន្ទាប់ពីបានបាញ់សម្លាប់ Funoshi ហើយហ្នឹង Don Vito ក៏បានចូលមកអង្គុយជាមួយនឹងប្រពន្ធហើយនឹងកូនរបស់គាត់ហ្នឹងធ្វើពង្រឿយតែម្ដងដែលឥឡូវហ្នឹងគាត់គឺមានកូន3នាក់ហើយគឺមាន Sunny មាន Fredo ហើយនឹងមាន Michael មួយរយៈពេលបន្ទាប់ពីការស្លាប់របស់ Funoshi Don Vito ក៏បានឡើងធ្វើជា Don ពេញមុខពេញមាត់ហើយបានន័យថា Don Vito នឹងឯងនឹងបានគ្រប់គ្រងនៅក្នុងតំបន់ដែល Funoshi នឹងបានគ្រប់គ្រងកាលពីពេលមុនប៉ុន្តែរបៀបនៃការគ្រប់គ្រងរបស់ Don Vito គឺមិនដូចជា Funoshi ដែលគ្រប់គ្រងតាមរយៈការបង្ខិតបង្ខំដែលធ្វើឲ្យអ្នកភូមិស្អប់នោះទេ Don Vito គឺប្រើមនុស្សចេតនាបានន័យថាគាត់តែងតែជួយទុកធុរៈរបស់អ្នកភូមិហើយនៅពេលដែលគាត់ត្រូវការអីពីអ្នកភូមិវិញហ្នឹងគឺអ្នកភូមិត្រូវតែជួយគាត់ព្រោះគាត់ធ្លាប់ជួយអ្នកភូមិចឹងទៅហើយដោយសារតែរបៀបនៃការដឹកនាំហ្នឹងឯងដែលធ្វើឲ្យ Don Vito ហ្នឹងគឺមានប្រជាប្រិយភាពនិងទទួលបានការគោរពស្រឡាញ់ពីអ្នកភូមិហ្នឹងខ្លាំងមែនទែនជាក់ស្ដែងដូចជាករណីស្ត្រីមេម៉ាយម្នាក់ហ្នឹងក៏បានជួលផ្ទះគេនៅនិងបានចិញ្ចឹមសត្វឆ្កែមួយក្បាលហើយម្ចាស់ផ្ទះហ្នឹងគឺមិនអនុញ្ញាតឲ្យមាននរណាម្នាក់ហ្នឹងចិញ្ចឹមសត្វឆ្កែទេប៉ុន្តែដោយសារតែស្ត្រីមេម៉ាយម្នាក់ហ្នឹងគាត់លួចចិញ្ចឹមអញ្ចឹងហើយម្ចាស់ផ្ទះរកឃើញគេក៏បានដេញគាត់ហ្នឹងចេញពីផ្ទះដូច្នេះហើយតាមរយៈភរិយារបស់ Don Vito ហ្នឹងស្ត្រីម្នាក់ហ្នឹងក៏បានមករក Don Vito ឲ្យជួយដើម្បីដោះស្រាយបញ្ហាហ្នឹងធ្វើយ៉ាងណាឲ្យគាត់អាចរស់នៅកន្លែងហ្នឹងបានវិញអញ្ចឹងណាហើយគាត់យល់ព្រមជប់ចិញ្ចឹមឆ្កែហ្នឹងទៀតបន្ទាប់ពីបានសម្រេចចិត្តថាជួយស្ត្រីមេម៉ាយម្នាក់ហ្នឹងហើយ Don Vito ហ្នឹងក៏បានមកជួបគ្នាជាមួយនឹងម្ចាស់ផ្ទះនិងបាននិយាយសម្រួលជាមួយម្ចាស់ផ្ទះឲ្យធ្វើយ៉ាងណាឲ្យនារីម្នាក់ហ្នឹងអាចរស់នៅវិញបានអញ្ចឹងណាគាត់ថែមទាំងយល់ព្រមដំឡើងថ្លៃឈ្នួលនិងបានបង់ថ្លៃឈ្នួលមុន6ខែឲ្យតែម្ចាស់ផ្ទះទៀតផងចំណែកឯម្ចាស់ផ្ទះហ្នឹងប្រកាសណាស់ការដែលគាត់ដេញស្ត្រីមេម៉ាយហ្នឹងចេញពីផ្ទះហ្នឹងមិនមែនដោយសារតែបញ្ហាចិញ្ចឹមឆ្កែឬក៏មិនចិញ្ចឹមឆ្កែនោះទេប៉ុន្តែគឺដោយសារតែគាត់ចង់តម្លើងថ្លៃផ្ទះហ្នឹងឯងអញ្ចឹងហើយនៅពេលដែល Don Vito បានតម្លើងថ្លៃផ្ទះឲ្យនិងបានបង់លុយមុន6ខែហ្នឹងគាត់ក៏បានទទួលយកនិងបានយល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់ Don Vito ប្រហែលថ្ងៃក្រោយមកម្ចាស់ផ្ទះហ្នឹងក៏បានមកជួបគ្នាជាមួយនឹង Don Vito វិញប៉ុន្តែមកលើហ្នឹងមិនមែនមកពើងទ្រង់ដូចជាការមុននោះទេគេមកហ្នឹងគឺលក្ខណៈភ័យញាប់ញ័រតែម្ដងដោយសារតែគេហ្នឹងគឺបានស៊ើបដឹងអំពីប្រវត្តិរបស់ Don Vito ហ្នឹងឯងហើយការដែលគេមកជួបហ្នឹងគឺដោយសារតែគេភ័យខ្លួនបន្ទាប់ពីបានដឹងអំពីប្រវត្តិរបស់ Don Vito អញ្ចឹងហើយគេក៏បានយកលុយយកអីដែល Don Vito បានបង់តែប្រហែលហ្នឹងយកមកសងត្រឡប់ទៅគាត់វិញហើយថែមទាំងបានសន្យាទាំងញ័រមាត់ជាមួយនឹង Don Vito ថាគេនឹងឲ្យស្ត្រីមេម៉ាយហ្នឹងរស់នៅកន្លែងហ្នឹងអាចចិញ្ចឹមសត្វបានហើយថែមទាំងបញ្ចុះតម្លៃជួលផ្ទះឲ្យទៀតផងនិយាយទៅយកមួយខែតែ5រៀលថោកមែនតើដែលករណីមួយហ្នឹងគឺជាផុសតាងដែលបង្ហាញអំពីទង្វើល្អក៏ដូចជាឥទ្ធិពលរបស់ក្រុមម៉ាហ្វៀដែលគ្រប់គ្រងដល់ Don Vito ហ្នឹងថាការពីជំនាន់ហ្នឹងគឺវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាប្រហែលឆ្នាំកន្លងផុតទៅ Don Vito ហ្នឹងក៏មានកូនស្រីពៅម្នាក់ទៀតឈ្មោះតែ Connie នឹងឯងដែលការពីវគ្គមួយហ្នឹង Connie គឺបានរៀបការតាំងពីដើមរឿងជាមួយនឹងស្វាមីរបស់នាងហើយក្រុមម៉ាហ្វៀរបស់ Don Vito ការពីជំនាន់ហ្នឹងគឺចាប់ដើមរីកសាយភាយធំទៅហើយនិយាយទៅគាត់ចាប់ដើមមានក្រុមហ៊ុនថ្មីមួយទៀតដែលជាក្រុមហ៊ុននាំចូលប្រេងអូលីវពីប្រទេសអ៊ីតាលីយកមកលក់នៅទីផ្សារញូវយ៉កសហរដ្ឋអាមេរិកមិនយូរប៉ុន្មាន Don Vito ក៏បាននាំប្រពន្ធហើយនឹងកូនរបស់គាត់ទាំងអស់ហ្នឹងទៅលេងនៅប្រទេសអ៊ីតាលីនិយាយទៅលេងទីក្រុងកំណើតគឺទីក្រុង Corleone របស់គាត់ហ្នឹងឯងបន្ទាប់ពីបានទៅដល់នឹងបានញ៉ាំអាហារជុំគ្នាជាមួយសាច់ញាតិបងប្អូនដែលនៅសេសសល់ក៏ដូចជាញ៉ាំអាហារជុំគ្នាជាមួយនឹងដៃគូផ្គត់ផ្គង់ប្រេងអូលីវនៅប្រទេសអ៊ីតាលីរបស់គាត់ហើយហ្នឹង Don Vito ជាមួយនឹងដៃគូផ្គត់ផ្គង់ប្រេងអូលីវនៅប្រទេសអ៊ីតាលីរបស់គាត់ហ្នឹងក៏បាននាំគ្នាមកលេងផ្ទះរបស់ Don CCO ដែលជា Mafia ដែលបានសម្លាប់ឪពុកហើយនិងបងប្រុសរបស់ Don Vito កាលពីពេលដែលគាត់នៅក្មេងហ្នឹងហើយការដែលគេមកហ្នឹងគឺគេយកហេតុផលថាមកដើម្បីសុំការជូនពរពី Don CCO ចំពោះអាជីវកម្មនាំចូលប្រេងអូលីវរបស់គេ
គេប៉ុន្តែភ្លាមៗនៅពេលដែល Don CCO សួរអំពីតកោរបស់ Don Vito ហ្នឹងគាត់ក៏បានប្រាប់តកោពិតរបស់គាត់ដែលថាតកោរបស់គាត់ហ្នឹងគឺមិនមែនឈ្មោះ Corleone ទេគឺឈ្មោះផ្សេងណាតកោពិតរបស់គាត់ហើយបន្ទាប់ពីប្រាប់ហើយគាត់ក៏បានដកកបិតហ្នឹងវះពោះរបស់ Don CCO ធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតនៅកន្លែងហ្នឹងទៅបន្ទាប់មក Don Vito ជាមួយនឹងគ្នារបស់គាត់ហ្នឹងក៏បានធ្វើការបាញ់បហាប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់ Don CCO និងឯរកិច្ចខ្លួនចេញពីកន្លែងហ្នឹងបានដោយសុវត្ថិភាពបន្ទាប់ពីសងសឹកបានជោគជ័យហើយហ្នឹង Don Vito ក៏បាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីប្រទេសអ៊ីតាលីត្រឡប់មកកាន់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកវិញហើយចាប់ពីពេលនោះតទៅអាជីវកម្មក៏ដូចជាមូលដ្ឋានគ្រឹះរបស់ក្រុមគ្រួសារ Corleone ហ្នឹងក៏បានរីកសាយភាយកាន់តែធំទៅរហូតមកដល់បច្ចុប្បន្នខ្សែរឿងមកកាត់ត្រឡប់មកបច្ចុប្បន្នកាលវិញគឺនៅឆ្នាំ1958 Michael ដែលការបញ្ចង់រឿងនៃវគ្គទី1ហ្នឹងទៅបានឡើងធ្វើជា Don និងបានធ្វើជាឪពុកធម៌នៃក្រុមគ្រួសារ Corleone ពេញសិទ្ធហ្នឹងបានរៀបចំកម្មវិធីសាសនាដ៏ធំមួយគឺកម្មវិធីជំនួយទឹកឲ្យកូនប្រុសច្បងរបស់គាត់ហ្នឹងបានចូលពេញសិទ្ធជាគ្រឹះសាសនិកជនមកដល់វគ្គទី2នេះគ្រួសារ Corleone ដែលដឹកនាំដោយ Michael ហ្នឹងគឺបានដូរទីតាំងប្រតិបត្តិការរបស់ពួកគេដែលការពីវគ្គ1ហ្នឹងគឺតាំងនៅទីក្រុងញូវយ៉កប៉ុន្តែមកដល់វគ្គ2ហ្នឹងគឺដូរមកកាន់រដ្ឋ Nevada សហរដ្ឋអាមេរិកវិញហើយនៅក្នុងកម្មវិធីមួយហ្នឹង Michael ក៏នៅតែបានឆ្លៀតជួបគ្នាជាមួយនឹងអ្នកមុខអ្នកការក៏ដូចជាមនុស្សម្នាផ្សេងៗដើម្បីនិយាយគ្នាអំពីបញ្ហាជីវកម្មរបស់គាត់ដដែលអ្នកដែល Michael បានជួបមុនគេនេះក៏មានឈ្មោះថា Gary គាត់គឺជាព្រឹទ្ធសភាអាមេរិកនៅក្នុងរដ្ឋ Nevada ហ្នឹងហើយការដែលពួកគេមកជួបគ្នាហ្នឹងគឺដើម្បីនិយាយគ្នាអំពីបញ្ហានៃការសន្យាប័ណ្ណកាស៊ីណូរបស់ Michael Gary ក៏រំពឹងថា Michael ហ្នឹងច្បាស់ជាមានការសូកប៉ាន់គាត់តាក់ទងជាមួយនឹងការរត់អាជ្ញាប័ណ្ណហ្នឹងហើយអញ្ចឹងហើយគាត់ក៏បានទាមុនណាក៏ទាថ្លៃមែនតើនិយាយទៅទាថ្លៃអាជ្ញាប័ណ្ណហ្នឹងឡើងកប់ពពកតែម្ដងគាត់ថែមតែបាននិយាយគម្រាមទៅកាន់ Michael ថាបើសិនជា Michael ហ្នឹងមិនព្រមបង់តាមអ្វីដែលគាត់ទាមទារទេ Michael ច្បាស់ជាមិនអាចសមអាជ្ញាប័ណ្ណកាស៊ីណូរបស់គេហ្នឹងបានជាដាច់ខាតចំណែក Michael ពេលដែលបានលើអញ្ចឹងគេក៏បានឆ្លើយតបទៅកាន់ Gary វិញថាពីដំបូងឡើយហ្នឹងគេចង់បង់ទៅតាមចំនួនដែលគេធ្លាប់បង់ពីមុនមកណាប៉ុន្តែបន្ទាប់ពីទទួលបានការគម្រាមកំហែងពី Gary យ៉ាងដូចនេះឥឡូវហ្នឹងគេមិនបង់ឲ្យ Gary ហ្នឹងសូម្បីតែ1រៀលហើយគេបាននិយាយទៀតថានៅថ្ងៃអនាគតហ្នឹង Gary ហ្នឹងច្បាស់ជាអនុម័តអាជ្ញាប័ណ្ណឲ្យគេដោយស្ម័គ្រចិត្តនិងមិនមានការបង្ខិតបង្ខំឡើយហើយ Gary បន្ទាប់ពីមិនទទួលបានផ្លែផ្កាអ្វីចេញពីការចរចារោសំណូករបស់ខ្លួនហ្នឹងគេក៏បានខឹងជាមួយនឹង Michael ខ្លាំងមែនទែននិងបានប្រាប់ទៅកាន់ Michael ថាថ្ងៃក្រោយក៏មកឲ្យកូនចៅរបស់ Michael ហ្នឹងមកតាក់ទងសុំជួបជាមួយនឹងគេទៀតបន្ទាប់មកគេក៏បាននាំប្រពន្ធរបស់គេហ្នឹងចាកចេញពីផ្ទះរបស់ Michael ទៅវិញបាត់ទៅបន្ទាប់ពី Gary ចេញទៅផុតអ្នកទី2ដែលចូលមកជួបគ្នាជាមួយនឹង Michael ហ្នឹងគេមានឈ្មោះថា Johnny ដែលម្នាក់ហ្នឹងគឺជាដៃស្ដាំរបស់មេក្រុម Mafia ជនជាតិជ្វីដ៏មានឥទ្ធិពលម្នាក់ដែលមានប្រតិបត្តិការអាជីវកម្មរបស់ពួកគេហ្នឹងនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida សហរដ្ឋអាមេរិកហើយមិនរស់បានបញ្ជូន Johnny ដែលជាដៃស្ដាំរបស់គេហ្នឹងមកជួបគ្នាជាមួយនឹង Michael ក្នុងគោលបំណងបង្ហាញការគាំទ្ររបស់ពួកគេចំពោះការផ្លាស់ប្ដូរចេញពីអាជីវកម្មជួញដូរប្រេងអូលីវរបស់ Michael ហ្នឹងមករកស៊ីក្នុងអាជីវកម្មកាស៊ីណូជំនួសវិញយើងឃើញថា Michael ហ្នឹងគឺបានបង្ហាញការយកចិត្តទុកដាក់ជាមួយនឹង Johnny ខ្លាំងមែនទែនដោយសារតែ Michael ជាមួយនឹង Hyman Ross ដែលជាមេរបស់ Johnny ហ្នឹងកំពុងតែមានផែនការក្នុងការសហការគ្នារកស៊ីទៅលើចំនួនអ្វីមួយដែលយើងមិនទាន់ដឹងទេនៅកន្លែងហ្នឹងបន្ទាប់ពីបញ្ចប់ជំនួបជាមួយនឹង Johnny តាក់ទងជាមួយនឹងបញ្ហាអាជីវកម្មផ្សេងៗរបស់ពួកគេហើយហ្នឹង Michael ក៏បានបន្តជួបគ្នាជាមួយនឹង Connie ដែលជាប្អូនស្រីរបស់គេយើងឃើញថាបន្ទាប់ពីស្វាមីរបស់ Connie ដែលបានក្បត់ជាមួយនឹងក្រុមគ្រួសារ Corleone នឹងត្រូវបាន Michael សម្លាប់កាលពីវគ្គមួយហ្នឹងហើយ Connie ហ្នឹងគឺបានប្រែទៅជាមនុស្សស្រីមួយដែលមិនខ្វាយខ្វល់អំពីកូនអំពីគ្រួសារអីទៀតទេគេគិតតែពីដើរលេងប៉ោឡែលេងប្តីមួយហើយយកប្តីមួយទៀតហើយឥឡូវហ្នឹងការដែលគេមកជួបគ្នាជាមួយនឹង Michael ហ្នឹងគឺដើម្បីមកសុំលុយ Michael ដោយសារតែគេមានបំណងក្នុងការរៀបការជាមួយបរិសម្នាក់ដែលគេនាំមកហ្នឹងណាចឹងហើយគេត្រូវការលុយដើម្បីទៅរៀបចំកម្មវិធីនៅកន្លែងហ្នឹង Michael បានបដិសេធមិនព្រមឲ្យលុយ Connie សូម្បីតែ1រៀលប៉ុន្តែគេបានប្រាប់ទៅកាន់ Connie ថាបើសិនជាចង់បានលុយឬក៏ចង់បានអីក៏ដោយគេឲ្យគ្រប់យ៉ាងឲ្យតែ Connie នឹងយល់ព្រមត្រឡប់មកនៅជាមួយនឹងកូនហើយនឹងនៅក្បែរក្រុមគ្រួសារ Corleone របស់ពួកគេវិញ Michael បានបន្តគម្រាមទៅកាន់ Connie ថាមិនត្រូវរៀបការជាមួយនឹងបរិសម្នាក់ដែលគេទើបតែនាំមកនឹងចដាច់ខាតដោយសារតែគេនឹងទើបតែលេងប្តីក្រោយនឹងមិនទាន់ទៅស្ងួតទឹកបិចស្រួលផងហើយ Connie បន្ទាប់ពីមិនទទួលបានការគាំទ្រពី Michael ចំពោះអាពាហ៍ពិពាហ៍ក្រោយរបស់គេនឹងគេក៏បានចាកចេញពីកន្លែងនឹងបាត់ទៅខ្សែរឿងមកកាត់ទៅពេលយប់ Michael បានញ៉ាំអាហារជុំគ្នាជាមួយនឹងក្រុមគ្រួសាររបស់គាត់ហើយក្នុងកំឡុងពេលនៃការញ៉ាំអាហារហ្នឹងបងប្រុសរបស់គេគឺ Fredo ហ្នឹងក៏បាននាំប្រពន្ធរបស់គេមកជាមួយផងដែរយើងឃើញថាប្រពន្ធរបស់ Fredo ហ្នឹងគឺបានផឹកស្រាសវឹងនិងបានរំរែកជាមួយនឹងប្រុសផ្សេងថែមទាំងមានដួលមានអីទៀតផងអញ្ចឹងហើយ Fredo ហ្នឹងក៏បានទៅទាញដៃប្រពន្ធរបស់គេហ្នឹងយកមកនិយាយគ្នានិងបានប្រាប់ថាបើសិនជាមិនព្រមជប់ទេគេនឹងវាយនឹងខ្សែក្បាត់នឹងអីចឹងទៅប៉ុន្តែបើទោះជា Fredo គម្រាមយ៉ាងណាហ្នឹងក៏ប្រពន្ធរបស់គេអត់មានខ្លាចញើតអីជាមួយនឹង Fredo ដែរនិយាយទៅបើទោះជាគេនឹងមានឈាមជ័រជា Mafia ក៏ដោយប៉ុន្តែទឹកមាត់របស់ Fredo ហ្នឹងគឺសាបខ្លាំងមែនទែនបន្ទាប់ពីឃើញអញ្ចឹង Michael ក៏បានឲ្យកូនចៅចំណិតរបស់គេម្នាក់ហ្នឹងទៅប្រាប់ Fredo ថាបើសិនជា Fredo ហ្នឹងមិនអាចគ្រប់គ្រងប្រពន្ធរបស់គេបានទេគេនឹងឲ្យកូនចៅរបស់គេហ្នឹងចាត់ការប្រពន្ធរបស់ Fredo ហ្នឹងហើយបន្ទាប់ពី Fredo សារភាពថាគេពិតជាមិនអាចគ្រប់គ្រងប្រពន្ធរបស់គេបានមែនហ្នឹងកូនចៅរបស់ Michael ក៏បានដើរទៅខៀកប្រពន្ធរបស់ Fredo ហ្នឹងបីចេញពីកន្លែងហ្នឹងទាំងបង្ខំតែម្ដងបន្ទាប់ពីញ៉ាំអាហារពេលយប់ហើយ Michael ក៏បានបន្តជួបគ្នាជាមួយនឹងកូនចៅរបស់គេម្នាក់ទៀតឈ្មោះថា Frank ដែល Frank ហ្នឹងគឺបានទទួលមុខតំណែងរបស់គេហ្នឹងបន្ទាប់ពី Clemenza គឺបានចេញតាំងពីវគ្គ1មកហើយ Clemenza ហ្នឹងឯងគឺជាអ្នកជិតខាងរបស់ Don Vito ឪពុករបស់ Michael ហ្នឹងហើយនឹងជាអ្នកដែលបានចូលរួមក្នុងការកសាងគ្រួសារ Corleone តាំងពីការកកើតដំបូងនៃគ្រួសារ Corleone មកម្លេះកាលពីវគ្គ1ហ្នឹង
នឹងគឺដូចជាអ្វីដែល admin បានប្រាប់នៅមុននឹងអញ្ចឹងបន្ទាប់ពី Don Vito បានស្លាប់បងជីវិតទៅហ្នឹង Michael គេបានដូរទីតាំងប្រតិបត្តិការរបស់គ្រួសារ Corleone ចេញពីទីក្រុង New York ហ្នឹងមកតាំងទីនៅក្នុងរដ្ឋ Nevada នៃសហរដ្ឋអាមេរិកនឹងវិញអញ្ចឹងហើយទីតាំងប្រតិបត្តិការដែលជាផ្ទះរបស់ Michael ក៏ដូចជាផ្ទះរបស់ Don Vito ចាស់ហ្នឹងគឺត្រូវបានបកគោលទៅឲ្យ Clemenza ហ្នឹងដែលជាដៃស្ដាំរបស់ Don Vito ណាហើយបន្ទាប់ពី Clemenza ហ្នឹងបានស្លាប់ដោយសារតែជំងឺគាំងបេះដូងទៅអ្នកដែលទទួលតំណែងបន្ទាប់ពី Clemenza នឹងរស់នៅក្នុងផ្ទះចាស់របស់ Michael ហ្នឹងគឺជា Frank ហ្នឹងឯង Michael បាននិយាយគ្នាជាមួយនឹង Frank តាក់ទងជាមួយនឹងបញ្ហាមួយនៅក្នុងទីក្រុង New York ដែលជាតំបន់របស់ Frank ហ្នឹងដែលឥឡូវហ្នឹង Frank កំពុងតែមានទំនាស់ជាមួយនឹងក្រុម Mafia មួយក្រុមទៀតឈ្មោះថា Rosato ដែលឥឡូវហ្នឹងក្រុម Mafia Rosato ហ្នឹងគឺកំពុងតែមានចំនួនដណ្ដើមទឹកដីគ្នាជាមួយនឹង Frank Michael បានបញ្ជាឲ្យ Frank ហ្នឹងយល់ព្រមក្នុងការចរចាជាមួយនឹងក្រុម Mafia Rosato ហ្នឹងដោយយល់ព្រមកាត់ទឹកដីចំនួន2កន្លែងដែលពួកគេទាមទារហ្នឹងឲ្យទៅពួកគេទៅដោយលើកហេតុផលថានៅមុនពេលដែល Clemenza បានស្លាប់ហ្នឹង Clemenza ហ្នឹងគេបានចរចាគ្នាជាមួយនឹងក្រុម Mafia Rosato ហ្នឹងថាបន្ទាប់ពីគេបានស្លាប់ទៅគេនឹងកាត់តំបន់2ឲ្យទៅក្រុម Mafia Rosato ហ្នឹងកាន់កាប់ហើយមូលហេតុដែលសំខាន់មួយទៀតហ្នឹងគឺឥឡូវហ្នឹង Michael គេមិនចង់មានបញ្ហាជាមួយនឹងក្រុម Mafia Rosato ហ្នឹងទេដោយសារតែក្រុម Mafia Rosato ហ្នឹងគឺទទួលបានការគ្រប់គ្រងពីក្រុម Mafia ជនជាតិ Jewish ដែលដឹកនាំដោយ Hyman Ross ដែលជាដៃគូអាជីវកម្មនាពេលអនាគតរបស់គេហ្នឹងឯងចំណែកឯ Frank ដោយសារតែគេនឹងកំពុងតែមានទំនាស់យ៉ាងធ្ងន់ធ្ងរជាមួយនឹងក្រុម Mafia Rosato ហ្នឹងអញ្ចឹងហើយគេមិនយល់ស្របជាមួយនឹងគំនិតរបស់ Michael ក្នុងការបន្ទន់អរិយាប័ត្រជាមួយនឹងពួកហ្នឹងទេដូច្នេះហើយអ្នកទាំងពីរហ្នឹងក៏បានប្រកែកគ្នាយ៉ាងតឹងសរសៃកតែម្ដងហើយដោយសារតែនិយាយមិនត្រូវគ្នាហ្នឹង Frank ក៏បានលា Michael ត្រឡប់ទៅកាន់មូលដ្ឋានរបស់គេនៅទីក្រុង New York វិញទៅបន្ទាប់ពីឈឺក្បាលរឿងអាជីវកម្មមករយៈពេលពេញមួយថ្ងៃក្រោយមកហ្នឹង Michael ក៏បានមករំរែកជាមួយនឹងប្រពន្ធរបស់គេគឺ Kay ហើយឥឡូវហ្នឹង Kay ក៏កំពុងតែពោពោះកូនរបស់គេបានប្រហែលជា2 ខែហើយក្នុងកំឡុងពេលនៃការរំរែកហ្នឹងរឿងឈឺក្បាលរបស់ Michael គឺមិនទាន់ចប់ទេដោយសារតែ Kay ហ្នឹងគឺបានលើកយករឿងដែល Michael បានសន្យាជាមួយគេនៅពេលដែលពួកគេរៀបការជាមួយគ្នាណាដែលការហ្នឹង Michael គេសន្យាថាក្នុងរយៈពេលតែ5ឆ្នាំទេគេនឹងធ្វើអាជីវកម្មទាំងអស់របស់គ្រួសារ Corleone ហ្នឹងទៅជាអាជីវកម្មស្របច្បាប់និងមិនមានពាក់ព័ន្ធជាមួយនឹងរឿង Mafia ញ៉ៃនឹងទេប៉ុន្តែមកដល់ឥឡូវហ្នឹងគឺរយៈពេល7ឆ្នាំហើយ Michael នៅតែមិនអាចបំពេញតាមការសន្យារបស់គេបានដែលធ្វើឲ្យ Kay ហ្នឹងមានអារម្មណ៍ថាមិនសូវជាសប្បាយចិត្តជាមួយនឹង Michael ប្រហែលទេបន្ទាប់ពីពិធីជប់លៀងហ្នឹងត្រូវបានបញ្ចប់ Michael ជាមួយនឹង Kay ហ្នឹងក៏បានត្រឡប់ចូលមកក្នុងបន្ទប់របស់ពួកគេដើម្បីសម្រាកដោយសមម្ដងហើយនៅពេលដែលពួកគេរៀបចំនឹងសម្រាកទៅហើយហ្នឹងក៏ស្រាប់តែមានខ្មាន់កំភ្លើងហ្នឹងបានធ្វើការបាញ់ប្រហារបាញ់យោរះមកលើបន្ទប់របស់ Michael ដែលធ្វើឲ្យអ្នកទាំងពីរហ្នឹងមានអារម្មណ៍ថាភ័យខ្លាំងមែនទែនប៉ុន្តែពួកគេមិនមានគ្រោះថ្នាក់អ្វីនៅក្នុងហេតុការណ៍ហ្នឹងឡើយបន្ទាប់ពីហេតុការណ៍នៃការបាញ់ប្រហារហ្នឹងបានបន្តិចក្រោយមកហ្នឹងកូនចៅរបស់ Michael ក៏បានមកដល់អញ្ចឹងហើយពួកគេក៏បាននឹងគ្នាតាមចាប់ខ្មាន់កំភ្លើងហ្នឹងណាប៉ុន្តែចាប់ហ្នឹងមិនបានចាប់ទាំងរស់ទេគឺខ្មាន់កំភ្លើងត្រូវបាននរណាម្នាក់បាញ់សម្លាប់ពួកគេស្លាប់បងជីវិតបាត់ទៅហើយចំណែកឯ Michael វិញក្នុងកំឡុងពេលដែលកូនចៅរបស់គេកំពុងតែតាមរកឃាតករហ្នឹងគេក៏បានមកអង្គុយនិយាយគ្នាជាមួយនឹង Tom បងចិញ្ចឹមរបស់គេ Michael បានប្រាប់ទៅកាន់ Tom ថាគេដឹងច្បាស់ណាស់ថាកូនចៅរបស់គេនឹងមិនអាចយកឃាតករហ្នឹងមកទាំងរស់ដើម្បីសួរចម្លើយបានទេឃាតករហ្នឹងច្បាស់ជាត្រូវនរណាម្នាក់បាញ់សម្លាប់ស្លាប់បងជីវិតជាពំខានទេហើយមូលហេតុដែលគេហ៊ាននិយាយអញ្ចឹងគឺដោយសារតែគេនឹងបានវិភាគឃើញថាហេតុការណ៍នៃការបាញ់ប្រហាររបស់ឃាតករមកលើគេហ្នឹងច្បាស់ជាមានជំនួយពីរនុកខ្នងដែលជាអ្នកជិតស្និទ្ធជាមួយនឹងគេហើយដូច្នេះហើយបន្ទាប់ពីការធ្វើឃាតបរាជ័យហ្នឹងរនុកខ្នងហ្នឹងច្បាស់ជាបាញ់សម្លាប់ឃាតករហ្នឹងចោលដើម្បីបំបិទមាត់នៅកន្លែងហ្នឹង Michael បានសម្រេចចិត្តចាក់ចេញពីផ្ទះរបស់គេមួយរយៈដើម្បីស្វែងរកឃើញថាតើនរណាគេគឺជារនុកខ្នងអញ្ចឹងហើយគេបានផ្ដោតទំនុកចិត្តទៅកាន់ Tom ក្នុងការគ្រប់គ្រងគ្រួសារ Corleone បានន័យថាឲ្យ Tom ធ្វើជា Don គ្រប់គ្រងកូនចៅរបស់គេទាំងអស់នៅក្នុងគ្រួសារហ្នឹងក្នុងកំឡុងពេលដែលគេអត់នៅបន្ទាប់ពី Tom បានយល់ព្រមតាមសំណើរបស់ Michael ព្រឹកឡើង Michael បានចាក់ចេញពីរដ្ឋ Nevada ដោយធ្វើដំណើរតាមរថភ្លើងជាមួយនឹងអង្គរៈចំណាស់របស់គេម្នាក់សម្ដៅទៅកាន់ទីក្រុង Miami ដើម្បីជួបគ្នាជាមួយនឹងមេក្រុម Mafia ជនជាតិ Jewish ម្នាក់គឺ Hyman Ross នឹងឯង Michael បានប្រាប់ Hyman Ross អំពីហេតុការណ៍ដែលមានឃាតករចូលមកបាញ់ប្រហារគេនៅក្នុងផ្ទះនិងបានប្រាប់ទៅកាន់ Hyman Ross តែគេនឹងសង្ស័យថាកូនចៅម្នាក់របស់គេគឺ Frank ហ្នឹងជាអ្នកនៅពីក្រោយការធ្វើឃាតហ្នឹងដែលលើកហេតុផលថា Frank ហ្នឹងគឺបានសុំការអនុញ្ញាតពីគេដើម្បីកំទេចក្រុម Mafia Rosato ដែលជាកូនចៅរបស់ Hyman Ross ហ្នឹងប៉ុន្តែគេមិនអនុញ្ញាតណាអញ្ចឹងហើយបានជា Frank នឹងខឹងរៀបចំគម្រោងធ្វើឃាតគេយ៉ាងដូចនេះ Michael បានបន្តប្រាប់ទៅកាន់ Hyman Ross ថាគេនឹងចាត់ការ Frank ដោយខ្លួនឯងបន្ទាប់មកក៏បានរំលឹកអំពីបញ្ហាអាជីវកម្មដែលគេមានគម្រោងក្នុងការធ្វើជាមួយនឹង Hyman Ross ណាថាកុំឲ្យមានរឿងអីប្រែប្រួលឲ្យសោះពួកគេពិតជាឲ្យតម្លៃទៅលើអ្វីដែលពួកគេនឹងធ្វើជាមួយគ្នានឹងខ្លាំងមែនទែន Hyman Ross បានបញ្ជាក់ប្រាប់ Michael ថាបើទោះជាមានអ្វីកើតឡើងក៏ដោយក៏គេមិនប្រែប្រួលចំពោះរឿងអាជីវកម្មដែលពួកគេមានគម្រោងក្នុងការធ្វើជាមួយគ្នានឹងជាដាច់ខាតហើយបន្ទាប់ពីនិយាយត្រូវគ្នាហើយហ្នឹង Michael ក៏បានចាក់ចេញពីផ្ទះរបស់ Hyman Ross ទៅវិញបាត់ទៅមិនប្រហែលម៉ោងបន្ទាប់ពីបានចាក់ចេញពីផ្ទះរបស់ Hyman Ross នៅទីក្រុង Miami ក្រោយមកហ្នឹង Michael ក៏បានមកដល់ទីក្រុង New York ដើម្បីជួបគ្នាជាមួយនឹង Frank គ្រាន់តែបានជួបគ្នាជាមួយនឹង Frank ភ្លាម Michael ក៏បានសម្លុត Frank សម្លុតយកទាំងកំផឹងតែម្ដងដែលធ្វើឲ្យ Frank នឹងភ័យទៅហើយមូលហេតុដែលគេសម្លុត Frank ទាំងកំផឹងហ្នឹងមិនមែនដោយសារតែគេនឹងសង្ស័យថា Frank ហ្នឹងគឺជាអ្នកដែលបានរៀបចំឃាតករឲ្យទៅធ្វើឃាតគេដល់ផ្ទះដូចជាអ្វីដែលគេបានប្រាប់ទៅកាន់ Hyman Ross នោះទេប៉ុន្តែគេខឹងនឹង Frank ដែលរឹងទទឹងជាមួយគេមិនព្រមចរចាជាមួយនឹងក្រុម Mafia Rosato ដែលជាកូនចៅរបស់ Hyman Ross Michael បានប្រាប់ទៅកាន់ Frank ថាគេដឹងច្បាស់ណាស់អ្នកដែលបានឲ្យឃាតករទៅសម្លាប់គេដល់ផ្ទះហ្នឹងគឺមិនមាននរណាក្រៅពី Hyman Ross នឹងទេប៉ុន្តែគេមិនទាន់ចង់មានបញ្ហាអ្វីជាមួយនឹង Hyman Ross នឹងឡើយដោយសារតែគេនឹងគឺកំពុងតែមានផែនការរកស៊ីអ្វីសំខាន់មួយជាមួយនឹង Hyman Ross នឹង
ដូច្នេះហើយ Michael បានបញ្ជាដាច់ខាតថាឲ្យ Frank នឹងត្រូវតែជួបចរចាគ្នាជាមួយនឹងក្រុម Mafia Rosato ដែលជាកូនចៅរបស់ Hyman Rose នឹងដើម្បីបញ្ចប់បញ្ហាចំណែកឯ Frank ដោយសារតែ Michael ដែលជា main នឹងលេងរៀងធ្ងន់ៗដែរនឹងគេក៏មិនហ៊ានតវ៉ាអ្វីជាមួយនឹង Michael ទៀតដែរដូច្នេះហើយគេក៏បានយល់ព្រមចរចាចែកទឹកដីជាមួយនឹងក្រុម Mafia Rosato តាមបញ្ជារបស់ Michael ទៅនៅព្រឹកថ្ងៃបន្ទាប់ Frank បានមកជួបចរចាគ្នាជាមួយនឹងមេក្រុម Mafia Rosato តាមការណែនាំរបស់ Michael ហើយបន្ទាប់ពីចូលទៅក្នុងបារមួយកន្លែងនឹងបានជជែកគ្នាបានបន្តិចហ្នឹងមេក្រុម Mafia Rosato នឹងគឺបានបង្កប់កូនចៅរបស់គេនៅក្នុងបារនឹងរួចជាស្រេចនឹងបានប្រើខ្សែនឹងរឹតករបស់ Frank បំរុងនឹងសម្លាប់គាត់ប៉ុន្តែមុននឹងរឹតកសម្លាប់ហ្នឹងគេក៏បាននិយាយប្រាប់ទៅកាន់ Frank ថាអ្នកដែលបានបញ្ជាគេសម្លាប់ហ្នឹងគឺជា Michael កូនចៅមេក្រុម Rosato នឹងបានបន្តរឹតករបស់ Frank រៀបនឹងដាច់ខ្យល់ស្លាប់ទៅហើយនឹងក៏ស្រាប់តែមានប៉ូលីសនឹងបានចូលមកកាត់ចង្វាក់អញ្ចឹងហើយពួកគេក៏បានគិតខ្លួនចេញពីកន្លែងហ្នឹងទៅបាត់អស់ទៅចំណែក Frank ក៏បានរួចជីវិតនៅកន្លែងហ្នឹងផងដែរសាររឿងមកកាន់ Gary សមាជិកព្រឹទ្ធសភាអាមេរិកដែលបានជួបគ្នាជាមួយនឹង Michael កាលពីដើមរឿងដើម្បីទារថ្លៃអាជ្ញាប័ណ្ណកាស៊ីណូរបស់ Michael យើងឃើញថា Gary ឥឡូវហ្នឹងកំពុងតែមានបញ្ហាធំមួយដោយសារតែគេហ្នឹងគឺបានបរិយាសេវាផ្លូវភេទនៅក្នុងទីតាំងមួយកន្លែងដែលជាទីតាំងគ្រប់គ្រងដោយបងប្រុសរបស់ Michael គឺ Fredo ក្នុងកំឡុងពេលដែល Gary កំពុងតែសប្បាយជាមួយនឹងនារីបម្រើសេវាហ្នឹងក៏ស្រាប់តែ Gary នឹងបានសន្លប់ដោយសារតែគេមានប្រើថ្នាំមានអីចឹងណាហើយបន្ទាប់ពីដឹងខ្លួនមកវិញគេក៏បានឃើញថានារីបម្រើសេវាដែលបានសប្បាយជាមួយនឹងគេហ្នឹងគឺបានស្លាប់បបងជីវិតនៅលើគ្រែរបស់គេហ្នឹងបាត់ទៅហើយដែលហេតុការណ៍មួយហ្នឹងគឺបានធ្វើឲ្យ Gary នឹងមានការភ័យរន្ធត់ខ្លាំងមែនទែនបន្ទាប់ពីហេតុការណ៍មួយហ្នឹងបានកើតឡើងមួយសន្ទុះក្រោយមកហ្នឹង Tom ក៏បានមកដល់កន្លែងកើតហេតុដោយសារតែវាគឺជាកន្លែងរបស់ Fredo ណាចឹងហើយ Fredo គឺបានផ្ដល់ដំណឹងទៅកាន់ Tom ឲ្យមកដោះស្រាយបញ្ហាហ្នឹង Tom បានប្រាប់ទៅកាន់លោកព្រឹទ្ធសភា Gary ថាមិនបាច់បារម្ភអំពីបញ្ហាមួយហ្នឹងទេទុកឲ្យគេជាមួយនឹងកូនចៅរបស់គេហ្នឹងជាអ្នកបោះសម្អាតឲ្យប៉ុន្តែជាថ្នូរលោកព្រឹទ្ធសភា Gary ហ្នឹងត្រូវតែមានទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ Corleone បានន័យថាត្រូវតែជួយជុំជែងក្រុមគ្រួសារ Corleone ដែលគ្មានលក្ខខណ្ឌតែម្ដងហើយលោកព្រឹទ្ធសភា Gary ដែលសារតែកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលគ្មានជំរឿនហ្នឹងគាត់ក៏បានយល់ព្រមតាមសំណើរបស់ Tom ដែលវាដូចជាអ្វីដែល Michael បានទីទុកយ៉ាងដូច្នោះដែរថាគេនឹងមិនបង់លុយថ្លៃរត់អាជ្ញាប័ណ្ណឲ្យលោកព្រឹទ្ធសភា Gary នេះសូម្បីតែ1រៀលហើយចុងក្រោយលោកព្រឹទ្ធសភា Gary នេះច្បាស់ជាធ្វើការងារនឹងឲ្យគេដោយមិនយកប្រាក់ទៀតផងនិយាយទៅនៅកន្លែងហ្នឹងប្រកាសណាស់រឿងរ៉ាវដែលកំពុងតែកើតឡើងហ្នឹងគឺជាការរៀបចំរបស់ក្រុមគ្រួសារ Corleone ដើម្បី blacklist លោកព្រឹទ្ធសភា Gary ហ្នឹងដើម្បីឲ្យលោកព្រឹទ្ធសភា Gary ហ្នឹងធ្វើការឲ្យពួកគេនឹងឯងសាររឿងមកកាន់ Michael របស់យើងវិញឥឡូវហ្នឹងគេជាមួយនឹងអង្គរៈរបស់គេហ្នឹងគឺបានមកដល់ប្រទេស Cuba ដើម្បីនិយាយគ្នាអាជីវកម្មនៅក្នុងប្រទេសហ្នឹង Michael កំពុងតែជួបប្រជុំគ្នាជាមួយនឹងរដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រទេស Cuba ដើម្បីនិយាយគ្នាអំពីបញ្ហាចំនួនដែលគេបែងចែកគ្នាអ្នកមានណាថាអ្នកណាគេត្រូវវិនិយោគទៅលើវិស័យអីអ្នកណាត្រូវវិនិយោគទៅលើវិស័យអីចឹងទៅហើយការដែល Michael អាចមកចូលរួមប្រជុំក៏ដូចជា Rosie ក្នុងប្រទេស Cuba នឹងបានគឺស្ថិតនៅក្នុងការជ្រោមជ្រែងរបស់ Hyman Rose ដែលជាមេក្រុម Mafia ជនជាតិជវីហើយនេះហើយគឺជាគម្រោងសហការរបស់ពួកគេដែល Michael បាននិយាយគ្នាជាមួយនឹង Hyman Rose កាលពីពេលដែលគេបានទៅជួបគ្នាជាមួយនឹង Hyman Rose នៅផ្ទះរបស់គាត់នឹងឯងនិយាយទៅ Hyman Rose នឹងគាត់មានទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលប្រទេស Cuba ដោយសារតែគាត់នឹងគឺធ្លាប់មក Rosie នៅក្នុងប្រទេស Cuba នឹងយូរឆ្នាំហើយនិយាយទៅជាង10ឆ្នាំ20ឆ្នាំហើយបន្ទាប់ពីចេញពីប្រជុំជាមួយនឹងរដ្ឋាភិបាលប្រទេស Cuba ដើម្បីបែងចែកវិស័យគ្នា Rosie ហើយនឹង Michael ក៏បានត្រឡប់ទៅកាន់សន្តាគាររបស់គេវិញហើយនៅតាមផ្លូវហ្នឹងគេក៏បានជួបជាមួយនឹងបញ្ហាមួយដោយសារតែប្រទេស Cuba ឥឡូវហ្នឹងកំពុងតែមានបញ្ហានៃការបះបោរណាចឹងហើយគេឃើញថាប៉ូលីសហ្នឹងគឺកំពុងតែចាប់ជនបះបោរផ្សេងៗនៅតាមផ្លូវចឹងទៅនៅក្នុងព្រឹត្តិការណ៍ហ្នឹង Michael បានឃើញហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺក្រុមអ្នកបះបោរហ្នឹងហ៊ានលះបង់ខ្លាំងមែនទែនគេហ៊ានលះបង់ជីវិតរបស់គេដោយបំផ្ទុះខ្លួនរបស់គេជាមួយនឹងមេប៉ូលីសនិយាយទៅហ៊ានដាក់កបែកជាប់ខ្លួនបន្ទាប់មករត់ទៅអោបមេប៉ូលីសដើម្បីផ្ទុះស្លាប់ទាំងអស់គ្នាចឹងណាដែលអ្វីដែល Michael បានឃើញហ្នឹងគឺពិតជាសំខាន់ខ្លាំងមែនទែនក្នុងការសម្រេចចិត្តថាតើគេគួរតែវិនិយោគក្នុងប្រទេស Cuba ដោយសហការជាមួយនឹងរដ្ឋាភិបាលប្រទេស Cuba ហ្នឹងដែរឬក៏អត់ចឹងទៅបន្ទាប់ពីត្រឡប់មកដល់សន្តាគារនឹងបានជួបគ្នាជាមួយនឹងអ្នកវិនិយោគផ្សេងទៀតដែលដឹកនាំដោយ Hyman Rose នឹង Michael ក៏បានរំលឹកអំពីរឿងដែលគេបានឃើញនៅតាមផ្លូវនិងបានបង្ហាញការបារម្ភរបស់គេចំពោះការសហការវិនិយោគជាមួយនឹងរដ្ឋាភិបាលប្រទេស Cuba ក៏ព្រោះតែគេនឹងបានប៉ាន់ប្រមាណថារដ្ឋាភិបាលប្រទេស Cuba នឹងអាចនឹងត្រូវក្រុមដែលបះបោរនឹងបដូររំលំបានក៏ព្រោះតែក្រុមទាហានដែលរដ្ឋាភិបាលកំពុងតែមាននឹងគឺសិតតែស៊ីឈ្នួលបានន័យថាឲ្យលុយដើម្បីធ្វើការប្រយុទ្ធចឹងណាប៉ុន្តែក្រុមមនុស្សដែលបះបោរទាំងប្រមាណនឹងគឺសិតតែជាមនុស្សដែលស្ម័គ្រចិត្តហ៊ានលះបង់ជីវិតដើម្បីធ្វើការផ្លាស់ប្ដូរដូច្នេះហើយគេសង្ឃឹមថាក្រុមអ្នកបះបោរនឹងគឺអាចនឹងឈ្នះរដ្ឋាភិបាលនឹងចាក់ជាបំខានទេដូច្នេះហើយរាល់ការវិនិយោគរបស់ពួកគេជាមួយនឹងរដ្ឋាភិបាលប្រទេស Cuba បច្ចុប្បន្ននឹងអាចនឹងត្រូវខាតបង់ប្រសិនបើក្រុមអ្នកបះបោរនឹងពិតជាឈ្នះទៅលើរដ្ឋាភិបាលពិតប្រាកដមែន Hyman Rose បន្ទាប់ពីបានលើអញ្ចឹងគេពិតជាខឹងជាមួយនឹង Michael ខ្លាំងមែនតើអញ្ចឹងហើយគេក៏បានអោដៃ Michael នឹងយកមកនិយាយគ្នាតែពីរអ្នកស្ងាត់ៗដែលបានប្រាប់ទៅកាន់ Michael ថាអ្វីដែល Michael និយាយនឹងគឺមិនមែនជាការពិតទេវាមិនអាចកើតឡើងបានឡើយដោយសារតែគាត់នឹងគឺធ្លាប់រស់ស៊ីនៅក្នុងប្រទេស Cuba នឹងបានតាក់ទងជាមួយរដ្ឋាភិបាលនឹងច្រើនឆ្នាំមកហើយតាំងពីមុនពេលដែល Michael នឹងកើតមកម្លេះដូច្នេះហើយគាត់ប្រកាសក្នុងចិត្ត 100% ថារដ្ឋាភិបាលប្រទេស Cuba បច្ចុប្បន្ននឹងច្បាស់ជាអាចកំទេចក្រុមអ្នកបះបោរនឹងឲ្យខ្ទេចខ្ទីបានដោយមិនមានបញ្ហាអ្វីឡើយបន្ទាប់ពីនិយាយគ្នាអំពីបញ្ហានឹងចប់នឹង Hyman Rose ក៏បានរំលឹក Michael អំពីលក្ខខណ្ឌនៃការចរចាមួយផ្សេងទៀតរបស់ពួកគេដែល
ថាមូលហេតុដែល Hammond Rose យល់ព្រមនាំ Michael មករកស៊ីនៅប្រទេស Cuba ហ្នឹងគឺដោយសារតែ Michael ហ្នឹងយល់ព្រមបង់ថ្លៃសេវាឲ្យ Hammond Rose នឹងចំនួន$2 លានដូច្នេះហើយ Hammond Rose ក៏បានគម្រាមទៅកាន់ Michael ថាឲ្យប្រញាប់បង់លុយថ្លៃសេវាចំនួន$2 លានហ្នឹងឲ្យមកកាន់គេមកបើមិនអញ្ចឹងទេ Michael គឺមិនអាចរកស៊ីជាមួយនឹងរដ្ឋាភិបាលនៃប្រទេស Cuba នឹងបានទេ Sarah មកកាត់ទៅព្រឹកនៅថ្ងៃបន្ទាប់យើងឃើញថាឥឡូវហ្នឹង Fredo បងប្រុសរបស់ Michael គឺបាននាំលុយចំនួន$2 លានដែល Michael សន្យាឲ្យទៅកាន់ Hammond Rose ហ្នឹងគឺយកមកដល់ប្រទេស Cuba ហើយ Fredo បានសួរទៅកាន់ Michael តើគេយកលុយច្រើនបែបហ្នឹងមកកាន់ប្រទេស Cuba ធ្វើអីចឹងណាហើយ Michael ក៏បានរៀបរាប់ថាមូលហេតុដែលគេយកមកហ្នឹងគឺដើម្បីវិនិយោគនៅប្រទេស Cuba ហ្នឹងបន្ទាប់មក Michael ក៏បានបន្តសួរ Fredo តើគេមានស្គាល់ណាគេនៅក្នុងប្រទេស Cuba ហ្នឹងដែរឬក៏អត់ចឹងណាគេឧទាហរណ៍ដូចជា Hammond Rose ហើយនិង Johnny ដែលជាដៃស្តាំរបស់ Hammond Rose ហ្នឹងតើ Fredo មានស្គាល់ដែរឬក៏អត់ Fredo បន្ទាប់ពីបានលើសំណួរមួយហ្នឹងគេក៏បានប្រែទឹកមុខនិងបានប្រាប់ទៅកាន់ Michael ថាគេនឹងមិនដែលស្គាល់ Hammond Rose ឬក៏ Johnny ឬក៏នរណាគេម្នាក់នៅក្នុងប្រទេស Cuba ហ្នឹងទេ Sarah មកកាត់ទៅពេលយប់ Michael Fredo ហើយនិងអ្នកជំនួយផ្សេងទៀតគឺបាននាំគ្នាចូលរួមក្នុងកម្មវិធីជប់លៀងចុងឆ្នាំមួយនៅក្នុងសេតវិមានប្រធានាធិបតីរបស់ប្រទេស Cuba ហើយក្នុងនោះយើងក៏បានឃើញថាលោកព្រឹទ្ធសភា Gary ហើយនិងអ្នកនយោបាយរបស់សហរដ្ឋអាមេរិកផ្សេងទៀតហ្នឹងក៏បាននាំគ្នាជាយន្តហោះហ្នឹងមកចូលរួមក្នុងកម្មវិធីមួយនេះផងដែរលោកព្រឹទ្ធសភា Gary បានជួបគ្នាជាមួយនឹង Michael និងបាននិយាយរ៉ែតាក់គ្នានៅកន្លែងហ្នឹងនិយាយទៅឲ្យដោយលើកមុនដែលជួបគ្នាជាមួយនឹង Michael ហ្នឹងលោកព្រឹទ្ធសភា Gary ហ្នឹងធ្វើរឹកឡើងពើងទ្រង់ប៉ុន្តែលើកនេះគឺគោរពនិងស្រឡាញ់រាប់អានជាមួយនឹង Michael ហ្នឹងខ្លាំងមែនទែនបន្ទាប់ពីនិយាយរ៉ែតាក់គ្នាហើយហ្នឹងពិធីជប់លៀងក៏បានចាប់ផ្ដើម Michael Fredo ហើយនិង Gary ហ្នឹងក៏បាននាំគ្នាឈរមើលកម្មវិធីសម្ដែងមួយនៅក្នុងពិធីជប់លៀងមួយហ្នឹងហើយនៅពេលដែលកំពុងតែឈរមើលសក់ហ្នឹងលោកព្រឹទ្ធសភា Gary ក៏បានសួរទៅកាន់ Fredo ថាម៉េចបង Fredo ដឹងថាកន្លែងហ្នឹងមានការសម្ដែងដែលល្អមើលបែបហ្នឹងហើយ Fredo ដោយសារតែឡើងតែសប្បាយភ្លេចខ្លួនហ្នឹងគេក៏បាននិយាយប្រាប់ទៅកាន់ Gary ថាមូលហេតុដែលគេស្គាល់ហ្នឹងគឺដោយសារតែ Johnny ដែលជាដៃស្ដាំរបស់ Hammond Rose ហ្នឹងបាននាំគេមកកន្លែងហ្នឹងដែលបន្ទាប់ពីបានលើចម្លើយមួយហ្នឹង Michael ភ្ញាក់ព្រឺតយកតែម្ដងដោយសារតែគេបានដឹងច្បាស់ណាស់ថា Fredo បងប្រុសរបស់គេហ្នឹងឯងគឺជារនុកខ្នងដែលបានសហការជាមួយនឹងក្រុមរបស់ Hammond Rose ក៏ព្រោះតែនៅពេលដែលបានជួបគ្នាប៉ុន្មានហ្នឹង Michael គេសួរ Fredo តើមានស្គាល់ Hammond Rose ឬក៏ Johnny អត់ហើយ Fredo ឆ្លើយថាអត់ស្គាល់ទេដល់ពេលឥឡូវហ្នឹងគេប្រាប់ Gary ថាគេស្គាល់ Johnny ហើយ Johnny ហ្នឹងឯងគឺជាអ្នកនាំគេមកដើរលេងនិងស្គាល់កន្លែងហ្នឹងទៀតចំណែកឯ Michael បន្ទាប់ពីបាននឹងការប៉ັດអស់ហើយហ្នឹងគេក៏បានធ្វើសញ្ញាប្រាប់ទៅកាន់អង្គរៈរបស់គេឲ្យចាប់ផ្ដើមប្រតិបត្តិការធ្វើឃាត Johnny ហើយនិង Hammond Rose អង្គរៈរបស់ Michael បានលបចូលទៅក្នុងបន្ទប់របស់ Johnny និងបានប្រើខ្សែនឹងរឹតក Johnny ពីក្រោយធ្វើឲ្យគេស្លាប់បបង់ជីវិតនៅនឹងកន្លែងបាត់ទៅបន្ទាប់មកគេក៏បានបន្តចូលទៅក្នុងបន្ទប់របស់ Hammond Rose ដែលកំពុងតែដេកឈឺអង្គរៈរបស់ Michael បានប្រើខ្នើយខ្ទប់ដង្ហើមរបស់ Hammond Rose ដើម្បីសម្លាប់គាត់ប៉ុន្តែភ្លាមៗនឹងក្រុមទាហានរបស់រដ្ឋាភិបាលនឹងក៏បានចូលមកនិងបានប្រើកំភ្លើងបាញ់សម្លាប់អង្គរៈរបស់ Michael ស្លាប់បបង់ជីវិតនៅនឹងកន្លែងបាត់ទៅហើយ Hammond Rose នឹងក៏បានរួចផុតជីវិតពីកន្លែងនឹងផងដែរកន្លែងមកក្នុងពិធីជប់លៀងឯនេះវិញ Michael បានចាប់ Fredo ថើបនិងបានប្រាប់ទៅកាន់ Fredo ថាគេបានដឹងហើយថា Fredo នឹងគឺជារនុកខ្នងរបស់ Hammond Rose ហើយរឿងមួយនេះបានធ្វើឲ្យ Michael នឹងមានការជឿចាប់ខ្លាំងមែនទែនដោយសារតែគេមិននឹកស្មានថាបងប្រុសបង្កើតរបស់គេនឹងហ៊ានធ្វើទង្វើបែបនេះដាក់មកលើគេចំណែកឯ Fredo បន្ទាប់ពីបានដឹងថា Michael ដឹងរឿងហើយអស់ហ្នឹងគេពិតជាភ័យរន្ធត់ខ្លាំងមែនទែនចឹងហើយគេក៏បានបញ្ញាប់រត់ចាកចេញពីពិធីជប់លៀងនៅក្នុងពេលជាមួយគ្នានេះដែរមនុស្សម្នានៅក្នុងពិធីជប់លៀងហ្នឹងក៏បានចាប់ផ្ដើមនាំគ្នាជួយច្បល់ដោយសារតែឥឡូវហ្នឹងក្រុមបះបោរហ្នឹងគឺបានយកឈ្នះទៅលើទាហានរបស់រដ្ឋាភិបាលដូចជាអ្វីដែល Michael បានគិតយ៉ាងដូច្នោះដែរដូច្នេះហើយ Michael ក៏បានបញ្ញារត់ចាកចេញពីពិធីជប់លៀងហ្នឹងនិងបានចូលទៅក្នុងឡានមួយដែលកំពុងតែចតចាំគេនៅខាងក្រៅហើយនៅពេលដែលរៀបចាកចេញទៅហើយហ្នឹង Michael ក៏បានកលេចទៅឃើញ Fredo ចឹងហើយគេក៏បានស្រែកហៅ Fredo ឲ្យឡើងឡានទៅជាមួយគេទៅគេថាបើទោះជាមានរឿងអីកើតឡើងក៏ដោយ Fredo នៅតែជាបងប្រុសរបស់គេចឹងណាប៉ុន្តែ Fredo ដោយសារតែមានអារម្មណ៍តែខ្មាស់អៀននិងភ័យខ្លាចផងហ្នឹងគេមិនហ៊ានទៅជាមួយនឹង Michael ទេចឹងហើយគេក៏បានរត់ចាកចេញពីកន្លែងហ្នឹងទៅតែម្នាក់ឯងបាត់ទៅប្រហែលម៉ោងក្រោយមក Michael ក៏បានត្រឡប់មកដល់ផ្ទះរបស់គេនៅរដ្ឋ Nevada សហរដ្ឋអាមេរិកវិញហើយពេលដែលមកដល់ហ្នឹងគេក៏បានជួបប្រជុំគ្នាជាមួយនឹង Tom ដែល Tom ហ្នឹងគឺបានរៀបរាប់អំពីរឿងហេតុដែលបានកើតឡើងផ្សេងៗប្រាប់ទៅកាន់ Michael ដែលថា Johnny ដែលស្ដាំរបស់ Hammond Rose ហ្នឹងគឺបានស្លាប់បបង់ជីវិតហើយប៉ុន្តែ Hammond Rose ហ្នឹងគឺបានរួចខ្លួនអត់ទាន់ស្លាប់ទេហើយកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Miami សហរដ្ឋអាមេរិកចំណែកឯអង្គរៈរបស់ Michael ហ្នឹងក៏បានស្លាប់បបង់ជីវិតដែរ Michael បានបន្តសួរ Tom អំពីដំណឹងរបស់ Fredo បងប្រុសរបស់គេតើថា Fredo ហ្នឹងអាចចាក់ចេញពីប្រទេស Cuba បានដែរឬក៏អត់ចឹងណា Tom បានប្រាប់ទៅកាន់ Michael ថា Fredo ហ្នឹងគឺបានរត់ចាក់ចេញពីប្រទេស Cuba ហ្នឹងបានដោយសុវត្ថិភាពហើយឥឡូវហ្នឹងគេប្រហែលជាកំពុងតែនៅក្នុងតំបន់ណាមួយនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក Michael បានប្រាប់ទៅកាន់ Tom ថាព្យាយាមតាក់ទងទៅកាន់ Fredo និងប្រាប់ Fredo ហ្នឹងថាមិនបាច់ភ័យខ្លាចចំពោះរឿងរ៉ាវដែលបានកើតឡើងទេគេមិនយកទោសពៃអីឡើយចឹងណាហើយប្រាប់ Fredo ហ្នឹងឲ្យបញ្ញាប់ត្រឡប់មកផ្ទះរបស់គេវិញទៅម្ដាយរបស់គេនឹកអីចឹងទៅហើយបន្ទាប់ពីបានទទួលការផ្ដាប់ដាំចប់អស់ហើយនឹង Tom ក៏បានប្រាប់រឿងដល់គួរសោកស្ដាយមួយទៀតទៅកាន់ Michael ដែលថាឥឡូវហ្នឹង K ប្រពន្ធរបស់គេហ្នឹងគឺបានរលូតកូនបាត់ទៅហើយដែលដំណឹងចុងក្រោយមួយនេះបានធ្វើឲ្យ Michael នឹងមានការខឹងសម្បារនិងសោកសៅខ្លាំងមែនទែន Sarah មកកាត់ទៅរយៈពេលប្រហែលខែក្រោយមក Michael ត្រូវបានក្រុមព្រឹទ្ធសភាអាមេរិកមួយក្រុមនឹងបានរៀបចំជាក្រុមការងារក៏ដូចជាវេទិកាមួយដើម្បីធ្វើការសាកសួរដែលពួកគេនឹងបានចោទប្រកាន់ថា Michael ក៏ដូចជាក្រុមគ្រួសារ Corleone នឹងគឺជាក្រុមគ្រួសារអក្រិតជនដែលនៅពីក្រោយការសម្លាប់រង្គាលផ្សេងៗនៅក្នុងសហរដ្ឋអាមេរិកសមាជិកម្នាក់ក្នុងចំណោមគណៈកម្មាធិការស៊ើបសួររបស់ព្រឹទ្ធសភាអាមេរិកនឹងគឺមានលោកព្រឹទ្ធសភា Gary ដែរដែលលោកព្រឹទ្ធសភា Gary នឹងបានចេញមកការពារក្រុមគ្រួសារ Corleone ក៏ដូចជា Michael នឹងថាមិនមានជាប់ពាក់ព័ន្ធជាមួយនឹងអំពើអក្រិតអីទេហើយពួកគេនឹង
គឺជាមនុស្សល្អនិងតែងតែជួយសង្គមជាពិសេសជួយប្រជាជននៅក្នុងរដ្ឋ Nevada របស់គាត់តែម្ដងហើយបន្ទាប់ពីទទួលបានការគាំទ្រពីលោកព្រឹទ្ធសភា Gary Michael ក៏បានបន្តថ្លែងសាររបស់គេម្ដងដែលបានបដិសេធនៅរកការចោទប្រកាន់ទាំងអស់របស់គណៈកម្មាធិការមួយនេះនិងបានទទូចឲ្យគណៈកម្មាធិការស៊ើបសួរមួយនេះបង្ហាញសាក្សីដើម្បីដាក់បន្ទុកមកលើគេដោយសារតែបញ្ហាមួយហ្នឹងគឺមិនមែនទូចតាចទេវាធ្វើឲ្យប៉ះពាល់ទៅលើកិត្តិយសរបស់គ្រួសារ Colleoni នេះខ្លាំងមែនទែនបន្ទាប់ពីស្ដាប់ការថ្លែងសាររបស់ Michael ហើយគណៈកម្មការស៊ើបសួរនឹងក៏បានយល់ព្រមតាមសំណើរបស់ Michael ក្នុងការរកសាក្សីយកមកដាក់បន្ទុកហើយបន្ទាប់មកពួកគេក៏បានបិទបញ្ចប់ការសាកសួរតែត្រឹមប៉ុណ្្នឹងសិនទៅបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ Michael បានបន្តជជែកគ្នាជាមួយនឹង Tom បងចិញ្ចឹមរបស់គេដោយសារតែឥឡូវនេះពួកគេកំពុងតែមានបញ្ហាហើយព្រោះតែគណៈកម្មការសាកសួររបស់រដ្ឋសភាអាមេរិកហ្នឹងគឺមានសាក្សីសម្រាប់ចោទប្រកាន់មកលើ Michael ហើយដែលសាក្សីហ្នឹងគឺជា Frank កូនចៅរបស់ Michael ហ្នឹងឯងហើយមូលហេតុដែល Frank យល់ព្រមធ្វើជាសាក្សីចោទប្រកាន់ Michael ហ្នឹងគឺដោយសារតែ Frank គេខឹងជាមួយនឹង Michael ព្រោះតែគេយល់ច្រឡំថា Michael ហ្នឹងឯងគឺជាអ្នកដែលបានបើកដៃឲ្យក្រុម Mafia Rosato ហ្នឹងសម្លាប់គេនិយាយទៅត្រឡប់មកវិញសេណារីយ៉ូរឿងរ៉ាវដែលបានកើតឡើងទៅប្រមាណហ្នឹងគឺសិតតែស្ថិតនៅក្រោមការរៀបចំរបស់ Hyman Ross ដែលជាមេក្រុម Mafia ជនជាតិជ្រូកនឹងទាំងអស់បន្ទាប់ពីប្រជុំជាមួយនឹង Tom ចប់ Michael បានចេញមកជួបគ្នាជាមួយនឹង Fredo បងប្រុសរបស់គេដោយសារតែ Fredo ឥឡូវហ្នឹងគឺបានយល់ព្រមត្រឡប់មកផ្ទះវិញហើយ Fredo បានបកស្រាយប្រាប់ទៅកាន់ Michael ថាគេមិនបានដឹងថាការសហការរបស់គេជាមួយនឹង Hyman Ross ឬក៏ Johnny ហ្នឹងគឺបើកដៃឲ្យអ្នកទាំងពីរហ្នឹងសម្លាប់ Michael នោះទេបើមិនជាគេដឹងថាពួកហ្នឹងមានបំណងសម្លាប់ Michael គេក៏មិនចូលរួមជាមួយនឹងពួកហ្នឹងដែរ Fredo បានបន្តប្រាប់ទៅកាន់ Michael ថាមូលហេតុដែលធ្វើឲ្យគេធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបញ្ចូលរបស់ Hyman Ross ជាមួយនឹង Johnny ហ្នឹងគឺដោយសារតែគេនឹងមានចិត្តចំណែនជាមួយនឹង Michael ព្រោះតែ Michael ហ្នឹងគឺបានទទួលងារជា Don បានន័យថាទទួលការងារគ្រប់គ្រងគ្រួសារ Colleoni អញ្ចឹងណានៅពេលដែលគេជាបងប្រុសហ្នឹងបែរជាត្រូវគេរំលងនិយាយទៅគេមើលរំលងគេចាត់ទុកថាគាត់គ្មានសមត្ថភាពអីចឹងទៅចឹងហើយគាត់មានអារម្មណ៍ថាគាត់ហ្នឹងគឺបាត់បង់ការគោរពពីសមាជិកគ្រួសារ Colleoni បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់ Fredo ហើយ Michael នៅតែមានការខកចិត្តចំពោះការគិតរបស់ Fredo នឹងខ្លាំងមែនតើអញ្ចឹងហើយគេក៏បានប្រាប់ទៅកាន់ Fredo ថា Fredo ឥឡូវហ្នឹងគឺមិនមានទំនាក់ទំនងអ្វីនៅក្នុងចិត្តរបស់គេទៀតទេហើយបើសិនជា Fredo នឹងចង់មកលេងម្ដាយរបស់គេក៏គេមិនហាមឃាត់ដែរប៉ុន្តែបើសិនជា Fredo នឹងមកត្រូវប្រាប់គេមួយថ្ងៃមុនគេនឹងចាក់ចេញពីផ្ទះហ្នឹងពួកគេមិនចង់ជួបមុខ Fredo តទៅទៀតនោះទេបន្ទាប់ពីដើរចេញផុតពី Fredo បានបន្តិចហ្នឹង Michael ក៏បានផ្ដែផ្ដាំប្រាប់ទៅកាន់កូនចៅចំណិតរបស់គេម្នាក់ថាក្នុងកំឡុងពេលដែលម្ដាយរបស់គាត់កំពុងតែមានជីវិតហ្នឹង Fredo មិនត្រូវបាននរណាម្នាក់ប៉ះពាល់ឡើយប៉ុន្តែបន្ទាប់ពីម្ដាយរបស់គេស្លាប់គឺពួកគេត្រូវតែសម្លាប់ Fredo ចោលជាដាច់ខាតតែម្ដងសារមកកាត់ទៅថ្ងៃបន្ទាប់ Frank បានមកចូលរួមធ្វើជាសាក្សីចោទប្រកាន់ទៅលើ Michael ដូចជាអ្វីដែលពួកគេបានក្រុងទុកប៉ុន្តែបន្ទាប់ពីគណៈកម្មការទាំងអស់ហ្នឹងបាននាំគ្នាចោទសួរ Frank ក៏បានផ្លាស់ប្ដូរចម្លើយរបស់គេដោយលែងចោទប្រកាន់ទៅលើ Michael ទៀតហើយដែលវាធ្វើឲ្យគណៈកម្មការទាំងអស់ហ្នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយមូលហេតុដែល Frank បានដូរចម្លើយហ្នឹងគឺដោយសារតែគេបារម្ភអំពីសុវត្ថិភាពបងប្រុសរបស់គេដោយសារតែ Michael ហ្នឹងបានអញ្ជើញបងប្រុសរបស់ Frank ពីប្រទេសអ៊ីតាលីមកស្ដាប់ការធ្វើជាសាក្សីរបស់ Frank ដល់កន្លែងហ្នឹងតែម្ដងនិយាយទៅ Michael គេមិនមានចេតនាក្នុងការធ្វើបាបបងប្រុសរបស់ Frank ឯនោះទេគេគ្រាន់តែនាំបងប្រុសរបស់ Frank មកដើម្បីកុំឲ្យ Frank ហ្នឹងបន្តធ្វើអ្វីដែលខុសតទៅទៀតចឹងណាដោយសារតែគាត់ឥឡូវហ្នឹងកំពុងតែធ្លាក់ចូលទៅក្នុងអន្ទាក់របស់ Hyman Ross ហើយចំណែកឯគណៈកម្មាធិការស៊ើបសួរនៃព្រឹទ្ធសភាអាមេរិកវិញបន្ទាប់ពីទទួលបានចម្លើយកលាប់ចាក់ពី Frank អញ្ចឹងគេពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនចឹងហើយពួកគេដោយសារតែមិនមានសាក្សីអ្វីដើម្បីចោទប្រកាន់ទៅកាន់ Michael តទៅទៀតហ្នឹងពួកគេក៏បានបញ្ញាដាក់មេប្រូចដែលបានរំលាយគណៈកម្មការនឹងចោលលែងចោទប្រកាន់ទៅលើ Michael តទៅទៀតទៅបន្ទាប់ពីចប់បញ្ហាខាងក្រៅហើយហ្នឹង Michael មិនទាន់ចប់ទេនិយាយទៅបញ្ហាខាងក្នុងហ្នឹងគឺបានចូលមកទៀត K បានមកជួបគ្នាជាមួយនឹង Michael និងបានប្រាប់ទៅកាន់ Michael ថាគេមានបំណងចង់ divorce បានន័យថាចង់បែកបាក់ជាមួយនឹង Michael អញ្ចឹងណាហើយគេចង់នាំកូនរបស់គេទាំងអស់ហ្នឹងចេញទៅអញ្ចឹងហើយគេមកហ្នឹងគឺដើម្បីមកលា Michael ជាលើចុងក្រោយពីដំបូង Michael ហាក់ដូចជាមិនសូវជាខឹងសប្បាយជាមួយនឹងពាក្យសម្ដីរបស់ K ហ្នឹងប្រហែលទេដោយសារតែគេគិតថា K ហ្នឹងប្រហែលជានៅតែខឹងជាមួយគេដោយសារតែគេហ្នឹងបានចេញទៅធ្វើការក្នុងពេលដែលនាងហ្នឹងបានរលូតកូនប៉ុន្តែបន្ទាប់ពី K បានប្រាប់ថាការដែលនាងរលូតកូនហ្នឹងគឺមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែគឺជាគោលបំណងរបស់នាងក្នុងការរំលូតកូនហ្នឹងចោលតែម្ដងព្រោះតែកូនហ្នឹងគឺជាកូនប្រុសហើយនាងមិនចង់ឲ្យមានកូនប្រុសហ្នឹងបន្ថែមចូលមកក្នុងគ្រួសារ Colleoni ដែលជាគ្រួសារអក្រិតជនទៀតនោះទេ Michael បន្ទាប់ពីបាននឹងការពិតហ្នឹងគេខឹង K ឡើងញ័រសាច់តែម្ដងអញ្ចឹងហើយគេក៏បានស្ទុះទៅផ្ទះ K មួយកំភ្លៀងធ្វើឲ្យ K ដួលទៅលើសាឡុងបន្ទាប់មកគេក៏បានប្រាប់ទៅកាន់ K ថាគេមិនអនុញ្ញាតឲ្យ K ហ្នឹងយកកូនរបស់គេណាម្នាក់ចេញពីគេបានជាដាច់ខាតមួយរយៈពេលកន្លងផុតទៅម្ដាយរបស់ Michael ហ្នឹងក៏បានស្លាប់បាត់បង់ជីវិតអញ្ចឹងហើយ Fredo ក៏ដូចជាកូនផ្សេងទៀតហ្នឹងក៏បានមកចូលរួមក្នុងពិធីបុណ្យសពមួយហ្នឹង Fredo បានសុំទៅកាន់ប្អូនស្រីរបស់គេគឺ Connie ហ្នឹងឲ្យទៅនិយាយគ្នាជាមួយនឹង Michael ដោយសារតែ Michael ហ្នឹងមិនព្រមឲ្យជួបគ្នាជាមួយនឹង Fredo ជាដាច់ខាតគេចាំទល់តែ Fredo ហ្នឹងចាក់ចេញពីពិធីបុណ្យសពហ្នឹងទើបគេមកគោរពវិញ្ញាណក្ខន្ធម្ដាយរបស់គេ Connie បានធ្វើតាមសំណើរបស់ Fredo ដែលបានទៅនិយាយអង្វរ Michael ណាដែលបានសន្យាជាមួយនឹង Michael ហ្នឹងថាគេនឹងរើអវ៉ាន់មកនៅជុំគ្រួសាររបស់គេវិញអញ្ចឹងណាហើយដោយសារតែ Connie នឹងបានអង្វរម្ដងហើយម្ដងទៀត Michael ក៏បានយល់ព្រមមកជួបគ្នាជាមួយនឹង Fredo Michael បានឲ្យ Fredo ដើម្បីបង្ហាញអំពីការសោកសៅរបស់ពួកគេក្នុងការបាត់បង់ម្ដាយជាទីស្រឡាញ់ហើយក្នុងពេលជាមួយគ្នានឹងដែរគេក៏បានសម្លឹងមើលមុខកូនចៅរបស់គេដើម្បីបញ្ជាក់ថាឥឡូវនឹងម្ដាយរបស់គេបានស្លាប់ហើយអញ្ចឹងហើយវាដល់ពេលដែល Fredo ត្រូវបានបញ្ចប់ជីវិតដូចគ្នាប្រហែលថ្ងៃបន្ទាប់ពីបញ្ចប់ការរៀបចំពិធីបុណ្យសពម្ដាយរបស់ខ្លួន Michael បានជួបប្រជុំគ្នាជាមួយនឹង Tom ដែលជាបងចិញ្ចឹមរបស់គេដើម្បីរកមធ្យោបាយចាត់ការរាល់សត្រូវទាំងអស់របស់គេចោលបន្ទាប់ពីបានពិភាក្សាគ្នានិងបានរៀបចំផែនការរួចរាល់អស់ហើយពួកគេក៏បានចាប់ផ្ដើមធ្វើសកម្មភាព
Michael បានឲ្យ Tom ទៅជួបគ្នាជាមួយនឹង Frank ដែលកំពុងតែស្ថិតក្រោមការការពាររបស់ FBI Michael គេឲ្យ Tom ទៅជួបគ្នាជាមួយនឹង Frank នឹងដើម្បីប្រាប់ Frank ឲ្យសម្លាប់ខ្លួនឯងចោលទៅគេថាបើទោះជា Frank នឹងចេញផុតពី FBI មកក៏ដោយក៏មិនរួចខ្លួនជាមួយនឹងក្រុមរបស់ Michael ដែរអញ្ចឹងហើយបើសិនជា Frank នឹងយល់ព្រមសម្លាប់ខ្លួនឯងចោលគេនឹងធានាសុវត្ថិភាពក៏ដូចជាមើលថែទាំក្រុមគ្រួសាររបស់ Frank នឹងទាំងមូលតែម្ដងមួយថ្ងៃបន្ទាប់ពីបានជួបគ្នាជាមួយនឹង Tom ហើយនឹង Frank ក៏បានសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកតាមការណែនាំរបស់ Tom កលេចទៅហើយមិនរស់នៅវិញបន្ទាប់ពីមានបញ្ហាជាមួយនឹង Michael ហើយគេបានរត់គេចខ្លួនទៅសុំជ្រៅកោនៅក្នុងប្រទេសអ៊ីស្រាអែលដោយសារតែគេនឹងក៏មានដើមកំណើតជាជនជាតិជីវីដែរប៉ុន្តែដោយសារតែគេឈ្មោះស្អុយរលួយរបស់ Hyman Ross រដ្ឋាភិបាលប្រទេសអ៊ីស្រាអែលនឹងគឺបានបដិសេធមិនឲ្យ Hyman Ross ចូលប្រទេសអ៊ីស្រាអែលទេចឹងហើយគេក៏បានត្រឡប់មកកាន់ប្រទេសអាមេរិកវិញគឺមកកាន់ទីក្រុង Miami ដើមរបស់គេណាប៉ុន្តែនៅពេលដែលគេទើបតែមកដល់ពលានយន្តហោះហ្នឹង Hyman Ross ក៏ត្រូវបានកូនចៅរបស់ Michael ដែលបន្លំខ្លួនធ្វើជាអ្នកកាសែតបាញ់ស្លាប់ឲ្យបងជីវិតម្នាក់ទៀតបាត់ទៅរយៈពេលប្រហែលថ្ងៃកន្លងផុតទៅគឺដងវេនរបស់ Fredo ម្ដងហើយ Fredo ត្រូវបានកូនចៅរបស់ Michael នឹងធ្វើជានាំទៅស្ទូចត្រីហើយនៅពេលដែលកំពុងតែស្ទូចហ្នឹងកូនចៅរបស់ Michael ក៏បានដកកាភ្លើងបាញ់សម្លាប់ Fredo ពីខាងក្រោយស្លាប់បាត់បង់ជីវិតនៅលើដងទន្លេហ្នឹងទៅសាររឿងបានកាត់ទៅរយៈពេលជាង20ឆ្នាំកន្លងផុតទៅគឺនៅឆ្នាំ1979ដែល Michael ឥឡូវហ្នឹងមានអាយុជិត60ឆ្នាំហើយយើងឃើញថាបើទោះជាមានអាយុទើបតែជិត60ឆ្នាំក៏ដោយស្ថានភាពរាងកាយរបស់ Michael ហ្នឹងគឺទ្រុឌទ្រោមខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងមានវិបត្តិសេរីក៏ដូចជាខូចចិត្តចំពោះភាពសាហាវឃោឃៅរបស់គាត់កន្លងមកជាពិសេសនោះគឺការបញ្ជាឲ្យគេនឹងសម្លាប់បងប្រុសបង្ការរបស់ខ្លួនគឺ Fredo ហើយដើម្បីលុបលាងកំហុសរបស់ខ្លួនឯងក៏ដូចជាធ្វើឲ្យខ្លួនឯងមានអារម្មណ៍រៀងប្រសើរបន្តិចហ្នឹង Michael ក៏បានបរិច្ចាគលុយរាប់រយលានដុល្លារចូលទៅក្នុងមូលនិធិមួយដែលគេបានបង្កើតឡើងដើម្បីជួយជនក្រីក្រលើពីនេះទៅទៀតគឺដូចជាអ្វីដែលយើងបានដឹងហើយបន្ទាប់ពីមានជម្លោះជាមួយគ្នាហ្នឹង Michael ជាមួយនឹង K ប្រពន្ធរបស់គេហ្នឹងគឺបានលែងលះគ្នាហើយចំណែកឯកូនពីរនាក់របស់ពួកគេដែលមានកូនប្រុសឈ្មោះថា Anthony និងមានកូនស្រីឈ្មោះថា Marie ឥឡូវហ្នឹងគឺធំអស់ហើយពេលដែលពួកគេនៅក្មេងអ្នកទាំងពីរហ្នឹងគឺនៅជាមួយនឹង Michael ប៉ុន្តែបន្ទាប់ពីធំបន្តិចក្រោយមកហ្នឹង Michael ក៏បានបញ្ជូនអ្នកទាំងពីរហ្នឹងឲ្យទៅនៅជាមួយអតីតប្រពន្ធរបស់គេគឺ K ដើម្បីអ្នកទាំងពីរហ្នឹងបានសិក្សារៀនសូត្រក៏ដូចជាជៀសវាងពីគ្រោះថ្នាក់ផ្សេងៗព្រោះតែអាជីវកម្មរបស់គេហ្នឹងគឺមានគ្រោះថ្នាក់ខ្លាំងនៅក្នុងកម្មវិធីបរិច្ចាគលុយបែបសប្បុរសធម៌មួយហ្នឹង K ជាមួយនឹងកូនទាំងអស់របស់ពួកគេហ្នឹងក៏បានមកចូលរួមដែរ Anthony ជាមួយនឹង K ហ្នឹងបានមកជួបគ្នាជាមួយនឹង Michael នៅក្នុងបន្ទប់មួយហើយ Anthony បានប្រាប់ទៅកាន់ Michael ថាគេហ្នឹងមិនចង់បន្តរៀនច្បាប់ទៀតទេគេចង់ដូរទៅធ្វើជាអ្នកចម្រៀងអូប៉េរ៉ាវិញពីដំបូង Michael គឺបានបដិសេធមិនចង់ឲ្យ Anthony នឹងឈប់ពីច្បាប់ទេដោយសារតែគេនឹងចង់ឲ្យ Anthony នឹងរៀនច្បាប់បញ្ចប់សិនខ្លាចជាមេធាវីជាអីចឹងទៅចង់ទៅធ្វើអីផ្សេងទៀតក៏ធ្វើទៅប៉ុន្តែបន្ទាប់ពីមានការបញ្ចូលពី K ហ្នឹង Michael ក៏បានយល់ព្រមប្រឡែងឲ្យ Anthony នឹងទៅធ្វើអ្វីតាមតែការសម្រេចចិត្តរបស់គេទៅបន្ទាប់ពីបាននិយាយឯកភាពគ្នាទៅលើរឿងរបស់ Anthony ចប់ Michael បានព្យាយាមនិយាយជាមួយនឹង K អំពីរឿងរបស់ពួកគេម្ដងដែល Michael នឹងគឺបាននិយាយសុំទោសទៅកាន់ K ចំពោះរឿងរ៉ាវដែលបានកើតឡើងអីចឹងទៅប៉ុន្តែមិនទទួលបានលទ្ធផលល្អប្រហែលទេដោយសារតែ K នឹងគឺបានលើករឿងមួយដែលធ្វើឲ្យ Michael មានការផ្ចាក់ផ្អើលគឺ K គេបានប្រាប់ថាគេជាមួយនឹង Anthony កូនប្រុសរបស់ Michael នឹងគឺបានដឹងរឿងតាក់ទងជាមួយនឹងការដែល Michael នឹងបានបញ្ជាឲ្យគេសម្លាប់បងប្រុសរបស់ខ្លួនគឺ Fredo នឹងហើយបន្ទាប់ពីនិយាយប្រាប់រឿងនឹងទៅកាន់ Michael ហើយ K ក៏បានចាក់ចេញពី Michael បាត់ទៅរយៈពេលមួយសន្ទុះក្រោយមកបរិបវ័យក្មេងម្នាក់ឈ្មោះថា Vincent ដែលគេនឹងគឺជាកូនអត់ខាន់ស្លារបស់ Sunny បងប្រុសរបស់ Michael បានមកចូលរួមកម្មវិធីសប្បុរសធម៌នឹងដែរ Vincent បើទោះជាគេគឺជាកូនរបស់ Sunny ក៏ដោយប៉ុន្តែគេមិនត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់តកូល Colony ទេព្រោះតែគេនឹងគឺជាកូនដែលក្រៅប្រព័ន្ធច្បាប់ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយក្រុមគ្រួសារ Colony ជាពិសេសគឺមីងរបស់គេ Connie នោះគឺស្រឡាញ់រាប់អាន Vincent នឹងខ្លាំងមែនទែន Connie បានរៀបចំឲ្យ Vincent នឹងមានឱកាសក្នុងការជួបគ្នាជាមួយនឹងពូរបស់គេគឺ Michael ដើម្បីដោះស្រាយបញ្ហាចំនួនរបស់ Vincent នឹងជាមួយនឹងគូប្រកួតប្រជែងរបស់គេម្នាក់ឈ្មោះថា Saza ប៉ុន្តែបើទោះជាបានជួបគ្នាដោយមានការសម្របសម្រួលពី Michael ទៅហើយក៏ដោយនឹងក៏ Saza នៅតែបន្តនិយាយឌឺដងទៅកាន់ Vincent ដោយហៅ Vincent នឹងសិតតែសត្វតែរិឆានអីចឹងណាចឹងហើយ Vincent នឹងខឹងក៏បានខំស្លុកត្រចៀករបស់ Saza នឹងឡើងដាច់ចិញ្ចៀមតែម្ដងដែលនេះគឺបានធ្វើឲ្យចំនួនរវាង Vincent ជាមួយនឹង Saza នឹងគឺកាន់តែឡើងកម្ដៅក្តៅខ្លាំងទៅ Michael ពីដំបូងគេហាក់ដូចជារៀងខឹងសប្បាយជាមួយនឹង Vincent ដោយសារតែ Vincent នឹងគឺជាមនុស្សកំហឹងរាក់ដូចជាឪពុករបស់គេគឺ Sunny ប៉ុន្តែបន្ទាប់ពីឃើញភាពស្មោះត្រង់របស់ Vincent Michael ក៏បានយល់ព្រមបញ្ចូល Vincent នឹងឲ្យមកដើរតាមខ្លួនដើម្បីរៀនសូត្រពីអាជីវកម្មគ្រួសាររបស់ពួកគេសាររឿងបានកាត់រយៈពេលប្រហែលថ្ងៃក្រោយមក Michael បានមកជួបគ្នាជាមួយនឹងបរិបម្នាក់ឈ្មោះថា Gilday ដែលគាត់នឹងគឺជាប្រធានធនាគារ Vatican Bank ដែលជាធនាគាររបស់សាសនាគ្រិស្តហើយធនាគារ Vatican Bank គឺមានភាគហ៊ុននៅក្នុងក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅប្រទេសអ៊ីតាលីឈ្មោះថាក្រុមហ៊ុន Immobilia Michael គេបានដឹងថាធនាគារ Vatican Bank ដែលដឹកនាំដោយ Gilday នឹងគឺកំពុងតែមានបញ្ហាខ្វះលុយចឹងហើយគេក៏បានឆ្លៀតឱកាសហ្នឹងផ្ដល់លុយចំនួន$600លានជាថ្នូរជាមួយនឹងការយកភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុនអចលនទ្រព្យដែលគ្រប់គ្រងដោយធនាគារ Vatican Bank គឺក្រុមហ៊ុន Immobilia ហ្នឹងឯងបន្ទាប់មកគេក៏បានបន្តលើកសំណើជាសាធារណៈស្នើសុំទិញភាគហ៊ុនរបស់ធនាគារ Vatican Bank ចំនួន25%ដែលសំណើមួយហ្នឹងបើសិនជាត្រូវបានយល់ព្រមវានឹងធ្វើឲ្យ Michael ក្លាយទៅជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងធនាគារ Vatican Bank និងមានសិទ្ធិគ្រប់គ្រងដោយផ្ទាល់ទៅលើក្រុមហ៊ុនអចលនទ្រព្យ Immobilia តែម្ដងនៅកន្លែងហ្នឹងតាមពិតទៅក្រុមប្រឹក្សាពិបាលដែលជាក្បាលម៉ាស៊ីនដឹកនាំធំជាងគេនៅក្នុងធនាគារ Vatican Bank ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ Immobilia ហ្នឹងគឺបានយល់ព្រមតាមសំណើរបស់ Michael ហើយគឺនៅសល់តែការធ្វើសញ្ញាបត្រយល់ព្រមពីសម្ដេច
សង់នៃសាសនាគ្រិស្តឈ្មោះថាសម្ដេចសង្ឃភូលម្នាក់ទៀតតែប៉ុណ្ណោះហើយនៅពេលហ្នឹងមូលហេតុដែលសម្ដេចសង្ឃភូលមិនអាចធ្វើសច្ចាបានយល់ព្រមភ្លាមៗហ្នឹងគឺដោយសារតែគាត់កំពុងតែមានជំងឺចឹងហើយបានជាត្រូវពជាយ៉ាងដូចនេះរយៈពេលមិនបានប្រហែលថ្ងៃបន្ទាប់ពីការប្រកាសជាសាធារណៈរបស់ Michael ក្នុងការទិញយកពីហ៊ុនរបស់ធនាគារ Vatican Bank Don Altobello ដែលជាសម្ព័ន្ធមិត្តម្នាក់របស់ Michael នឹងត្រូវជាមេក្រុម Mafia ដ៏មានឥទ្ធិពលម្នាក់នៅទីក្រុង New York ព្រមទាំងត្រូវជាឪពុកធម៌របស់ Connie ផងនោះបានមកជួបគ្នាជាមួយនឹង Michael Don Altobello បានប្រាប់ទៅកាន់ Michael ថាសម្ព័ន្ធមិត្តផ្សេងៗទៀតរបស់ពួកគេដែលត្រូវជាដៃគូចាស់រស់ស៊ីទៅលើអាជីវកម្មកាស៊ីណូជាមួយគ្នានឹងបានប្រាប់មកកាន់គាត់ថាពួកគេនឹងក៏ចង់ចូលរួមជាមួយនឹងការទិញយកពីហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ Immobilier នឹងជាមួយនឹង Michael ដែរប៉ុន្តែនៅកន្លែងហ្នឹង Michael គេបានបដិសេធក៏ព្រោះតែមូលហេតុចម្បងដែលគេបានចាយលុយយ៉ាងច្រើនដើម្បីទិញយកពីហ៊ុនរបស់ធនាគារ Vatican Bank ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ Immobilier ហ្នឹងគឺដើម្បីឲ្យក្រុមហ៊ុនក៏ដូចជាការរកស៊ីរបស់គេទាំងអស់ហ្នឹងស្របច្បាប់និយាយទៅ Michael គេលែងចង់រកស៊ីតាក់ទងជាមួយនឹងអំពើទុច្ចរិតអីទៀតហើយអញ្ចឹងហើយបើសិនជា Michael នឹងយល់ព្រមតាមសំណើរបស់ Don Altobello ក្នុងការឲ្យសម្ព័ន្ធមិត្តផ្សេងៗទៀតរបស់ពួកគេចូលរួមជាមួយនឹងការទិញយកពីហ៊ុនធនាគារ Vatican Bank ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ Immobilier ហ្នឹងវាមានន័យថា Michael គឺមិនអាចដកខ្លួនផុតចេញពីការធ្វើជា Mafia នោះទេ Michael បានបន្តប្រាប់ទៅកាន់ Don Altobello ឲ្យរៀបចំជំនួបមួយរវាងគាត់ជាមួយនឹងក្រុមសម្ព័ន្ធមិត្តទាំងអស់របស់ពួកគេដើម្បីឲ្យ Michael នឹងមានឱកាសក្នុងការបញ្យល់ពួកគេនឹងកុំឲ្យមានបញ្ហាចំនួនជាមួយនឹងគ្នាមិនយូរប៉ុន្មានថ្ងៃប្រជុំបានចូលមកដល់ Michael បានប្រកាសឲ្យត្រង់តែម្ដងថាគេនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលរួមក្នុងការទិញយកពាក្យហ៊ុននៃធនាគារ Vatican Bank ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ Immobilier នោះទេប៉ុន្តែដើម្បីជាការលងចិត្តនឹង Michael បានចាយលុយទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនទៅតាមចំនួនពាក្យហ៊ុនដែលពួកគេបានវិនិយោគទៅក្នុងអាជីវកម្មកាស៊ីណូនៅក្នុងទីក្រុង Las Vegas និយាយទៅ Michael គេបានលក់អាជីវកម្មកាស៊ីណូទាំងអស់របស់គេនឹងចោលហើយពេលដែលបានលុយមកហ្នឹងគេបានយកមកចែកទៅឲ្យសម្ព័ន្ធមិត្តរបស់គេទៅតាមចំនួនពាក្យហ៊ុនរបស់ពួកគេរៀងខ្លួនដែលចំនួនទុកលុយហ្នឹងគឺច្រើនខ្លាំងមែនទែនអញ្ចឹងហើយសម្ព័ន្ធមិត្តរបស់ពួកគេហ្នឹងក៏មិនមានការខឹងសម្បារអីជាមួយនឹង Michael ទេដែរប៉ុន្តែភ្លាមបន្ទាប់ពី Michael បានបញ្ចប់ការចែកលុយទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនហើយហ្នឹង Saza ក៏បានចេញមកតវ៉ាដោយថាគេហ្នឹងគឺបានចូលរួមក្នុងការជុំជែងធ្វើឲ្យអាជីវកម្មកាស៊ីណូរបស់អ្នកវិនិយោគទាំងអស់ហ្នឹងគឺបានរីកចម្រើននិងចំណេញលុយច្រើនអញ្ចឹងប៉ុន្តែចុងក្រោយគេមិនទទួលបានចំណែកអ្វីសូម្បីតែបន្តិចអញ្ចឹងហើយគេក៏បានប្រកាសថាពីថ្ងៃហ្នឹងទៅ Michael ជាមួយគេហ្នឹងគឺជាសត្រូវសួរពួរជាមួយនឹងគ្នាហើយអញ្ចឹងហើយឲ្យអ្នកដែលជាសម្ព័ន្ធមិត្តរបស់ Michael ហ្នឹងជ្រើសរើសរវាងគេជាមួយនឹង Michael ទៅបើរើសខុសគេនឹងសម្លាប់ចោលទាំងអស់តែម្ដងហើយបន្ទាប់ពីនិយាយគម្រាមចប់ហ្នឹង Saza ក៏បានចេញទៅខាងក្រៅបាត់ទៅបន្ទាប់ពីឃើញថាស្ថានភាពមិនសូវស្រួលហ្នឹង Don Altobello ក៏បានប្រាប់ទៅកាន់ Michael ថាមិនអីទេទុកឲ្យគាត់ជាអ្នកចេញទៅនិយាយគ្នាជាមួយនឹង Saza សម្រួល Saza ឲ្យគេតិចចិត្តមកវិញអញ្ចឹងណាហើយភ្លាមបន្ទាប់ពី Don Altobello ចេញទៅផុតបាត់បន្តិចហ្នឹងអធិបតេយ្យមួយក៏បានហោះមកលើដំបូលនៃអគារប្រជុំរបស់ពួកគេនិងបានធ្វើការបាញ់ប្រហារទៅកាន់មនុស្សទាំងអស់នៅកន្លែងហ្នឹងបាញ់យករហូតដល់ធ្វើឲ្យមនុស្សស្លាប់យ៉ាងរង្គាលតែម្ដងប៉ុន្តែវាពិតជាសំណាងល្អខ្លាំងមែនទែនសម្រាប់ Michael ក្រោមការការពាររបស់ Vincent ជាមួយនឹងកូនចៅផ្សេងទៀតរបស់គេហ្នឹង Michael ជាមួយនឹង Vincent ក៏អាចរត់ចាក់ចេញពីកន្លែងហ្នឹងបានដោយសុវត្ថិភាពបន្ទាប់ពីត្រឡប់មកដល់ផ្ទះនិងបានពិភាក្សាគ្នាជាមួយនឹង Vincent ក៏ដូចជាក្រុមការងាររបស់គេ Michael បាននឹងច្បាស់ណាស់ថាហេតុការណ៍នៃការបាញ់ប្រហារមួយហ្នឹងមិនមែនធ្វើឡើងដោយ Saza តែម្នាក់ឯងតែប៉ុណ្្នឹងទេប៉ុន្តែគឺមានការចូលរួមពី Don Altobello ដែលជារនុកក្នុងហើយដោយសារតែកំពុងតែមានសម្ពាធស្រាប់ផងនិងខឹងសម្បារជាមួយនឹងការក្បត់របស់ Don Altobello ផងហ្នឹង Michael ក៏បានឡើងសម្ពាធឈាមនិងបានសន្លប់បាត់ស្មារតីនៅកន្លែងហ្នឹងទៅអញ្ចឹងហើយ Vincent ជាមួយនឹងក្រុមការងាររបស់គេក៏បានបញ្ញាបញ្ជូន Michael ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះក្នុងកំឡុងពេលដែល Michael កំពុងតែព្យាបាលជំងឺរបស់គេ Vincent ជាមួយនឹង Marie កូនស្រីរបស់ Michael ហ្នឹងក៏បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាបើទោះជាពួកគេគឺជាបងប្អូនជីដូនមួយនឹងគ្នាក៏ដោយក្រៅពីនេះ Vincent ក៏បានលើកសំណើទៅកាន់ Connie ម្ដាយមីរបស់គេជាមួយនឹងអង្គរៈចំណិតរបស់ Michael ក្នុងការសុំការអនុញ្ញាតទៅសងសឹកជាមួយនឹង Saza ហើយបន្ទាប់ពីអ្នកទាំងពីរនឹងយល់ព្រម Vincent ក៏បានរៀបផែនការចាត់ចែងកូនចៅរបស់គេធ្វើការបាញ់ប្រហារជាមួយនឹងក្រុមរបស់ Saza និងបានបាញ់សម្លាប់ Saza នៅក្នុងពិធីសាសនាមួយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្ដងប្រហែលថ្ងៃបន្ទាប់ពីជាសះស្បើយមកវិញនឹងបាននឹងរឿងតាក់ទងជាមួយនឹងការដែល Vincent បានទៅសម្លាប់ Saza ដើម្បីសងសឹកនឹង Michael គេពិតជាខឹងខ្លាំងមែនទែនចឹងហើយគេក៏បានស្រែកសម្លុតទៅកាន់ Vincent ក៏ដូចជា Connie ជាមួយនឹងអង្គរៈរបស់គេដែលបានអនុញ្ញាតឲ្យ Vincent ធ្វើទង្វើមួយហ្នឹង Michael បានបន្តប្រាប់ទៅកាន់អ្នកទាំង3នាក់ហ្នឹងថាថ្ងៃមុខបើសិនជាគាត់នៅតែមានជីវិតហ្នឹងគឺមិនត្រូវសម្រេចចិត្តរឿងទាំងអស់ហ្នឹងដែលគ្មានការយល់ព្រមពីគាត់ជាដាច់ខាតបើទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយហើយបន្ទាប់ពីប្រាប់ហើយហ្នឹង Michael ក៏បានប្រាប់ទៅកាន់ Vincent ឲ្យជូនគាត់ទៅក្នុងបន្ទប់ដើម្បីនិយាយគ្នាតែពីរនាក់នៅពេលដែលចូលមកដល់ក្នុងបន្ទប់ហ្នឹង Michael បានប្រាប់ទៅកាន់ Vincent ដែលគាត់ហ្នឹងគឺបានដឹងអំពីទំនាក់ទំនងស្នេហារវាង Vincent ជាមួយនឹង Marie កូនស្រីរបស់គាត់ប៉ុន្តែ Michael ក៏មិនបានខឹងសម្បារអ្វីជាមួយនឹង Vincent ដែរគាត់គ្រាន់តែប្រាប់ទៅកាន់ Vincent តាមសម្រួលថាឲ្យឈប់តាក់ទងជាមួយនឹង Marie កូនស្រីរបស់គាត់ទៅដោយសារតែហេតុផលពីរយ៉ាងគឺទី1អ្នកទាំងពីរហ្នឹងគឺជាបងប្អូនជីដូនមួយជាមួយគ្នាហើយបងប្អូនជីដូនមួយដំបូងគេទៀតបានតែរៀងស្និទ្ធជាមួយគ្នាខ្លាំងមែនតើអញ្ចឹងហើយមិនគួរមានទំនាក់ទំនងស្នេហាទេហើយកត្តាទី2គឺ Vincent ហ្នឹងកំពុងតែធ្វើជា Mafia អញ្ចឹងហើយបើសិនជាមានទំនាក់ទំនងស្នេហាជាមួយនឹង Marie វាអាចនឹងបង្កជាហានិភ័យក៏ដូចជាគ្រោះថ្នាក់ផ្សេងៗទៅដល់ Marie មួយរយៈពេលកន្លងផុតទៅ Michael Vincent ជាមួយនឹងក្រុមគ្រួសារទាំងអស់របស់ពួកគេហ្នឹងគឺបានទៅកាន់ប្រទេសអ៊ីតាលីគឺទៅកាន់ទីក្រុង Corleone ដើម្បីទៅចូលរួមការសម្ដែងចម្រៀងអូប៉ារ៉ារបស់ Anthony កូនប្រុសរបស់គេនៅមុនថ្ងៃនៃការសម្ដែងរបស់ Anthony ចូលមកដល់ Michael បាននិយាយគ្នាជាមួយនឹង
Vincent តែពីរនាក់ដែលបានប្រាប់អំពីផែនការរបស់គេ Michael គេសង្ស័យថា Donato Bello នឹងគឺមិនមែនជាមនុស្សតែម្នាក់ដែលនៅពីក្រោយខ្នងសាសានោះទេប៉ុន្តែគឺមានអ្នកផ្សេងទៀតនៅពីក្រោយខ្នង Donato Bello នឹងទៀតអញ្ចឹងហើយគេចង់ឲ្យ Vincent នឹងសម្ដែងធ្វើជាក្បត់គ្នាជាមួយនឹងគេនឹងទៅចូលរួមជាមួយនឹង Donato Bello ដើម្បីយកការ Michael បានបញ្យល់ទៅកាន់ Vincent ថាប្រាប់មូលហេតុនៃការក្បត់របស់គេទៅកាន់ Donato Bello ថាមូលហេតុដែលគេចង់ក្បត់ជាមួយនឹង Michael នឹងគឺដោយសារតែគេនឹងស្រឡាញ់គ្នាជាមួយនឹង Marie កូនស្រីរបស់ Michael ប៉ុន្តែ Michael នឹងមិនអនុញ្ញាតនឹងចង់ប្រត់ Marie ចេញពីគេស្អែកឡើង Vincent បានទៅជួបគ្នាជាមួយនឹង Donato Bello និងបានធ្វើតាមការណែនាំរបស់ Michael ទាំងអស់តែម្ដងហើយដោយសារតែការប៉ិនវោហារស័ព្ទក៏ដូចជាភាពវៃឆ្លាតរបស់ Vincent Donato Bello ក៏បានជឿថា Vincent គឺពិតជាកំពុងតែមានចំនួនជាមួយនឹង Michael ពិតប្រាកដមែនអញ្ចឹងហើយ Donato Bello ក៏បានសម្រេចចិត្តណែនាំ Vincent ឲ្យស្គាល់គ្នាជាមួយនឹងដៃគូម្នាក់ទៀតរបស់គេដែលជាប្រធាននៃក្រុមហ៊ុនអចលនទ្រព្យ Immobilier តែម្ដងដែលនេះគឺវាដូចជាអ្វីដែល Michael បានព្យាករទុកមែន Donato Bello គឺបានក្បត់ជាមួយនឹងគេនិងបានសហការជាមួយនឹង Licio ដែលជាប្រធាននៃក្រុមហ៊ុនអចលនទ្រព្យ Immobilier ដើម្បីធ្វើការវាយប្រហារមកលើ Michael សាររឿងបានកាត់ត្រឡប់មកកាន់ Michael គេបានមកជួបគ្នាជាមួយនឹងលោកឪនៃសាសនាគ្រឹះម្នាក់ឈ្មោះថា Cardinal ដែលគាត់គឺជាបេក្ខជនដែលធ្វើជាសម្ដេចសង្ឃបន្ទាប់ពីសម្ដេចសង្ឃភូល Michael គេដឹងច្បាស់ណាស់ថាសម្ដេចសង្ឃបច្ចុប្បន្នគឺសម្ដេចសង្ឃភូលនឹងមិនអាចរួចជីវិតបានទេដោយសារតែជំងឺរបស់គាត់ធ្ងន់ធ្ងរខ្លាំងពេកហើយអ្នកដែលមានលទ្ធភាពក្នុងការក្លាយជាសម្ដេចសង្ឃបន្ទាប់នឹងគឺមានតែលោកឪ Cardinal នឹងតែមួយគត់ដូច្នេះហើយទើបបានជាគេនឹងមកជួបគ្នាជាមួយលោកឪ Cardinal ដើម្បីសុំការគាំទ្រពីគាត់ទាក់ទងជាមួយនឹងការធ្វើសច្ចាប័នឯកភាពទៅលើការទិញយកពាក្យហ៊ុននៃធនាគារ Vatican Bank ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ Immobilier របស់គេលោកឪ Cardinal បានបង្ហាញចំហគាំទ្ររបស់គាត់ចំពោះ Michael បន្ទាប់មកគាត់ក៏បាននិយាយអំពីរឿងរបស់ Michael ម្ដងដោយសារតែគាត់នឹងមើលទៅ Michael ហាក់ដូចជាទ្រុឌទ្រោមខ្លាំងមែនទែនដែលគាត់អាចដឹងបានថាការដែលទ្រុឌទ្រោមរាងកាយរបស់ Michael គឺបណ្ដាលមកពីផ្លូវចិត្តចឹងហើយគាត់ក៏បានប្រាប់ទៅកាន់ Michael ថាបើសិនជា Michael នឹងមានសម្ពាធអីអាចនិយាយប្រាប់គាត់បាននិយាយទៅធ្វើ confession ណាបើន័យថាសារភាពប្រាប់គាត់អស់មកគឺឲ្យធូរចិត្តអីចឹងទៅចំណែក Michael បន្ទាប់ពីមើលឃើញថាលោកឪ Cardinal គឺជាមនុស្សដែលគួរឲ្យគោរពនឹងគេក៏បានយល់ព្រមនិយាយរឿងក្នុងចិត្តរបស់គេទាំងអស់សារភាពប្រាប់ទៅកាន់លោកឪ Cardinal ដែលថាគេនឹងគឺមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងមែនទែននិយាយទៅគេមានអារម្មណ៍ថាខុសឆ្គងចំពោះទង្វើរបស់គេកន្លងមកដែលគេនឹងគឺបានបញ្ជាឲ្យគេសម្លាប់មនុស្សអស់ជាច្រើនអ្នកដែលជាពិសេសនោះគឺការបញ្ជាឲ្យសម្លាប់បងប្រុសបង្កើតរបស់គេគឺ Fredo តែម្ដង Michael បាននិយាយសារភាពបណ្ដាបង្ហូរទៅភ្នែកបណ្ដាដោយសារតែវិបដិសេរីទាំងអស់ហ្នឹងគឺបានដិតជាប់នៅក្នុងខួរក្បាលរបស់គេរ៉ាំរ៉ៃតែម្ដងបន្ទាប់មកគេក៏បាននិយាយសន្យានៅចំពោះមុខរបស់លោកឪ Cardinal ថាចាប់ពីថ្ងៃហ្នឹងតទៅគេនឹងមិនបន្តធ្វើអំពើបាបទាំងអស់ហ្នឹងតទៅមុខទៀតឡើយបន្ទាប់ពីបានស្ដាប់ការសារភាពរបស់ Michael លោកឪ Cardinal ក៏បានប្រាប់ទៅកាន់ Michael ថាបាបកម្មដែលរុញច្រានឲ្យរាងកាយរបស់ Michael ទទ្រមយ៉ាងដូចនេះគឺជារឿងដែលស័ក្តិសមបំផុតចំពោះទង្វើរបស់គេប៉ុន្តែបើទោះជាយ៉ាងក៏ដោយលោកឪ Cardinal នឹងក៏បាននិយាយលើកទឹកចិត្តទៅកាន់ Michael ថាបន្ទាប់ពីគេបានសារភាពនៅចំពោះមុខគាត់ក៏ដូចជាចំពោះមុខព្រះជាម្ចាស់ហើយនឹងទង្វើបាបរបស់គេនឹងត្រូវបានរលាយសាបសូន្យទៅបាត់ចាប់ពីថ្ងៃនឹងតទៅហើយពាក្យសម្ដីលើកទឹកចិត្តរបស់លោកឪ Cardinal បានធ្វើឲ្យ Michael មានអារម្មណ៍ថាប្រសើរឡើងបានមួយកម្រិតផងដែរបន្ទាប់ពីត្រឡប់មកដល់កន្លែងស្នាក់នៅវិញ Michael បានជួបគ្នាជាមួយនឹង Vincent អញ្ចឹងហើយ Vincent ក៏បានប្រាប់ព័ត៌មានទាំងអស់ដែលគេប្រមូលបានពី Donato Bello នឹងប្រាប់ទៅកាន់ Michael ហើយគ្រាន់តែទទួលបានព័ត៌មាននឹងភ្លាម Michael គេដឹងតែម្ដងថាការជំរុញឲ្យគេទិញយកពាក្យហ៊ុននៃធនាគារ Vatican Bank ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ Immobilier ហ្នឹងគឺជាការរៀបចំរបស់ Licio ប្រធានក្រុមហ៊ុន Immobilier Gilde ប្រធានធនាគារ Vatican Bank ហើយនឹងគណនីរបស់ធនាគារ Vatican Bank ឈ្មោះថា Kenzik ក្រោមជំនួយគាំទ្រដោយ Donato Bello ដែលជារនុកខ្នងនឹងឯងនិយាយទៅពួកនឹងមានបំណងក្នុងការកបួចយកលុយរបស់ Michael free អញ្ចឹងណាអញ្ចឹងហើយបានជាគេរៀបចំផែនការទាំងអស់ហ្នឹងឡើងជាប្រព័ន្ធតែម្ដង Vincent បានបន្តប្រាប់ទៅកាន់ Michael ថា Donato Bello នឹងគឺបានជួបឃាតករដែលជាជនជាតិអ៊ីតាលីដូចគ្នានិយាយទៅឃាតករហ្នឹងគឺជាឃាតករជំនាញខ្លាំងមែនទែនសម្រាប់មនុស្សមិនដែលភ្លាត់ទេឲ្យមកតាមសម្រាប់ Michael ហ្នឹងផ្ដាច់ជីវិតដែលបើទោះជាបានលើអញ្ចឹងហើយក៏ដោយ Michael មិនសូវជាមានប្រតិកម្មអីប្រហែលទេដែលមើលទៅគាត់ហ្នឹងហាក់ដូចជាទទួលយកនៅរឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតឡើងចំពោះខ្លួនគាត់យ៉ាងដូច្នោះដែរសាររឿងបានកាត់ថ្ងៃបន្ទាប់ឃាតករជាមួយនឹងកូនប្រុសរបស់ឃាតករដែលត្រូវបាន Donato Bello ជួឲ្យមកសម្រាប់ Michael ហ្នឹងគឺបានតែងខ្លួនបន្លំធ្វើជាលោកឪនៃសាសនាគ្រឹះនិងបានបាញ់សម្លាប់មិត្តភក្តិម្នាក់របស់ Michael ឈ្មោះថា Don Tomasino ក្នុងពេលជាមួយគ្នានេះដែរ Michael នឹងក៏បានបន្លំខ្លួនធ្វើជាអ្នកបើកឡានដើម្បីជូន K ដែលជាអតីតប្រពន្ធរបស់គេនឹងដើរលេងជាមួយទីក្រុង Corleone ឆ្លៀតក្នុងឱកាសនោះ Michael បាននិយាយសារភាពនៅរាល់កំហុសរបស់គេទាំងអស់ដែលបានធ្វើកន្លងមកនៅបាននិយាយសំទោសចំពោះ K ព្រមទាំងបានស្នើសុំឲ្យ K នឹងអធិស្ឋានចំពោះទង្វើរបស់គេផងដែរអ្នកទាំងពីរបានបន្តនិយាយបង្ហាញអារម្មណ៍របស់ពួកគេប្រាប់គ្នាទៅវិញទៅមកហើយបន្តមកយើងក៏បានដឹងថាពួកគេនឹងគឺនៅតែស្រឡាញ់គ្នាដូចដើមបើទោះជាពួកគេបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយបន្តិចក្រោយមក Michael ក៏បានទទួលដំណឹងទាក់ទងជាមួយនឹងការស្លាប់របស់ Don Tomasino អញ្ចឹងហើយគេក៏បានបញ្ញាប់ត្រឡប់មកកាន់ផ្ទះរបស់គេវិញដើម្បីទៅចូលរួមពិធីបុណ្យសពរបស់ Don Tomasino នៅក្នុងពិធីបុណ្យសព Michael បានបង្ហាញអារម្មណ៍សោកសៅទាក់ទងជាមួយនឹងការបាត់បង់មិត្តភក្តិជាទីស្រឡាញ់របស់គាត់ប៉ុន្តែគាត់មិនបានបង្ហាញចេតនាក្នុងការសងសឹកអ្វីនោះទេលើសពីនេះគាត់ថែមទាំងបាននិយាយជាមួយនឹងសាកសពរបស់ Don Tomasino ថាពីថ្ងៃហ្នឹងទៅគាត់នឹងមិនប្រព្រឹត្តអំពើបាបអ្វីតទៅមុខទៀតឡើយ
កលេចមកព្រះវិហារនៃសាសនាគ្រិស្តនៅវិញគឺដូចជាអ្វីដែល Michael បានទីទុកអញ្ចឹងសម្ដេចសង្ឃពូលគឺបានស្លាប់បាត់បង់ជីវិតហើយឥឡូវនេះគេកំពុងតែបោះឆ្នោតជ្រើសរើសសម្ដេចសង្ឃថ្មីដែលបេក្ខភាពដែលត្រូវជាប់ឆ្នោតហ្នឹងគឺជាលោកអ៊ូ Cardinal នឹងឯងហើយមិនយូរប៉ុន្មានបន្ទាប់ពីបានចូលកាន់តំណែងជាសម្ដេចសង្ឃហ្នឹងលោកអ៊ូ Cardinal ក៏បានធ្វើតាមការសន្យារបស់គាត់ជាមួយនឹង Michael ដែលបានធ្វើសច្ចាប័នឯកភាពចំពោះការទិញយកពាក្យហ៊ុននៃធនាគារ Vatican Bank ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ Immobilier ដែលត្រូវបានផ្ដល់ឲ្យដោយ Michael ក្នុងពេលជាមួយគ្នានោះដែរ Gali ដែលសារតែចង់ទប់ស្កាត់ការធ្វើសច្ចាប័នរបស់លោកអ៊ូ Cardinal គេក៏បានដាក់ថ្នាំបំពុលសម្រាប់លោកអ៊ូ Cardinal ស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់របស់គាត់បាត់ទៅប៉ុន្តែសកម្មភាពនៃការដាក់ថ្នាំបំពុលរបស់ Gilday នេះគឺរៀងយឺតពេលបន្តិចដោយសារតែលោកអ៊ូ Cardinal នេះគឺបានធ្វើសច្ចាប័នរួចរាល់បាត់ទៅហើយកលេចមក Michael នៅវិញគេកំពុងតែបន្តនិយាយគ្នាជាមួយនឹង Vincent ដើម្បីរកមធ្យោបាយទប់ស្កាត់កុំឲ្យមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើងចំពោះក្រុមគ្រួសាររបស់ពួកគេនៅកន្លែងហ្នឹង Michael គឺបានផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនគាត់មិនបានចេញបញ្ជាឲ្យធ្វើសកម្មភាពសម្រាប់នរណាម្នាក់មុននោះទេគាត់គ្រាន់តែប្រាប់ទៅកាន់ Vincent ថាឲ្យធ្វើយ៉ាងណារក្សាសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់ពួកគេនឹងឲ្យមានសុវត្ថិភាពតែប៉ុណ្្នឹងឯងលើពីនេះ Michael គេក៏បានមើលឃើញថា Vincent នឹងក៏បានកែប្រែច្រើនខ្លាំងមែនទែនដែរនិយាយទៅគេលែងមានកំហឹងរាក់ទៀតអីគេចេះពិចារណាបានវែងឆ្ងាយជាងមុនចឹងហើយ Michael ក៏បានសម្រេចចិត្តលើក Vincent ធ្វើជា Don បានន័យថាជាប្រមុខនៃគ្រួសារ Corleone ជំនួសគេចាប់ពីពេលនឹងតទៅ Michael បានដាក់លក្ខខណ្ឌជាមួយនឹង Vincent ថានៅពេលដែលគេបានតែងតាំងឡើងធ្វើជា Don ជាឪពុកធម៌ជាប្រមុខនៃគ្រួសារ Corleone ហើយហ្នឹង Vincent ដាច់ខាតត្រូវតែជប់តាក់ទងជាមួយនឹង Marie កូនស្រីរបស់គេហើយប្រកាសណាស់ Vincent គេមិនមានភាពស្ទាក់ស្ទើរក្នុងការយល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់ Michael ឡើយមិនយូរប៉ុន្មានថ្ងៃសម្ដែងចម្រៀងអូប៉ារ៉ារបស់ Anthony កូនប្រុសរបស់ Michael ហ្នឹងក៏បានចូលមកដល់ក្នុងថ្ងៃជាមួយគ្នាហ្នឹងបន្ទាប់ពីបានឡើងធ្វើជាប្រមុខនៃគ្រួសារ Corleone ហើយហ្នឹង Vincent ក៏បានចាត់ចែងកូនចៅរបស់គេមួយចំនួនឲ្យទៅសងសឹកជាមួយនឹងក្រុមរបស់ Gilday កូនចៅរបស់ Vincent មួយក្រុមហ្នឹងបានលួចចូលទៅក្នុងបន្ទប់របស់គណៈនាយកនៃធនាគារ Vatican Bank បន្ទាប់មកក៏បានសម្លាប់គេស្លាប់បាត់បង់ជីវិតនៅកន្លែងបាត់ទៅនិងបានយកសាកសពរបស់គេហ្នឹងយកទៅចងព្យួរដើម្បីឲ្យមើលទៅហាក់ដូចជាគេនឹងចងកសម្លាប់ខ្លួនយ៉ាងដូច្នោះដែរចំណែកឯ Donato Bello នៅពេលដែលគាត់បានមកចូលរួមមើលការសម្ដែងរបស់ Anthony កូនប្រុសរបស់ Michael ហ្នឹង Connie បានឲ្យនំម្ដុំទៅកាន់ Donato Bello ហ្នឹងដើម្បីគាត់ញ៉ាំណាហើយបន្ទាប់ពីគាត់អង្គុយញ៉ាំបដានិងមើលកម្មវិធីសម្ដែងបដាហ្នឹងគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅកន្លែងដែរទៅដោយសារតែ Connie ហ្នឹងបានដាក់ថ្នាំពុលនៅក្នុងនំហ្នឹងហើយអ្នកទី3គឺ Licio ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Immobilier ហ្នឹងត្រូវបានអង្គរៈរបស់ Don Tomasino ហ្នឹងចាក់ម្ដងវ៉ែនតារបស់គេស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងដូចគ្នាហើយអ្នកចុងក្រោយគេនេះគឺ Gilday ប្រធានធនាគារ Vatican Bank ត្រូវបានអង្គរៈចំណិតរបស់ Michael បាញ់ស្លាប់នៅក្នុងព្រះវិហារក្រោមបញ្ជារបស់ Vincent ដែលជាប្រមុខនៃគ្រួសារ Corleone ថ្មីត្រឡប់មកក្នុងកម្មវិធីសម្ដែងចម្រៀងអូប៉ារ៉ារបស់ Anthony កូនប្រុសរបស់ Michael នៅវិញបន្ទាប់ពីការសម្ដែងត្រូវបានបញ្ចប់ហ្នឹងពួកគេក៏បានរៀបចំខ្លួនដើម្បីចាក់ចេញពីកន្លែងហ្នឹងហើយនៅពេលដែលរៀបនឹងចាក់ចេញទៅហើយហ្នឹងឃាតករពីអ្នកអពកូនដែលត្រូវបាន Donato Bello ជួឲ្យមកសម្លាប់ Michael ហ្នឹងក៏បានបង្ហាញខ្លួននិងបានដកអំភ្លើងហ្នឹងបាញ់សម្ដៅទៅកាន់ Michael និយាយទៅបាញ់ចំស្មារបស់ Michael មកគ្រាប់ណាហើយគ្រាប់ទី2ហ្នឹងក៏បានបាញ់ចំពោះរបស់ Marie កូនស្រីរបស់ Michael ធ្វើឲ្យនាងដួលស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្ដងដែលបន្ទាប់ពីការបាញ់ប្រហារហ្នឹង Vincent ក៏បានប្រើអំភ្លើងរបស់គេហ្នឹងបាញ់សម្លាប់ឪពុករបស់ឃាតករហ្នឹងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងបាត់ទៅចំណែកកូនប្រុសរបស់ឃាតករហ្នឹងក៏បានរត់គេចខ្លួនចេញពីកន្លែងហ្នឹងផងដែរ Michael ជាមួយនឹង Kay ជាពិសេសគឺ Michael តែម្ដងបន្ទាប់ពីបានឃើញ Marie ដែលជាកូនស្រីសំណប់ចិត្តរបស់គេស្លាប់បាត់បង់ជីវិតនៅចំពោះមុខយ៉ាងដូច្នេះគេពិតជាមានអារម្មណ៍ថាសោកសៅខ្លាំងមែនតើអញ្ចឹងហើយគេក៏បានស្រែកយំមិនបាត់តែម្ដងយំដោយការឈឺចាប់ខ្សែរឿងមិនកាត់ទៅមួយរយៈពេលកន្លងផុតទៅយើងក៏បានឃើញថា Michael ដែលឥឡូវហ្នឹងមានវ័យកាន់តែចាស់ទៅហើយហ្នឹងគឺកំពុងតែអង្គុយនៅលើកៅអីមួយនៅមុខផ្ទះរបស់ Don Tomasino ដែលជាមិត្តភក្តិជិតស្និទ្ធរបស់គេនៅក្នុងប្រទេសអ៊ីតាលីនៅទីក្រុង Corleone ណាហើយបន្ទាប់ពីអង្គុយបានបន្តិចក្រោយមក Michael ក៏បានដួលទៅនឹងដីដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅកន្លែងហ្នឹងបាត់ទៅចំណែកឯខ្សែរឿងរបស់យើងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនេះផងដែរជាចុងក្រោយ admin សូមអរគុណដល់អ្នកគ្នាដែលបានតាមដានការសម្រាយស្រឡាយខ្សែរឿងឪពុកធម៌ឬក៏ Godfather តាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់បាយបាយ